សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ដំណាក់ថ្ងៃនេះខ្ញុំលើកយករឿងមួយចង់និទានឲ្យអ្នកទាំងអស់គ្នាបានស្ដាប់រឿងមួយហ្នឹងមានចំណងជើងថាផ្ទះជួលលេខ311រឿងមួយហ្នឹងវាបានកើតឡើងនៅក្នុងចុងឆ្នាំ2024នេះទេដោយសារតែម្ចាស់ផ្ទះជួលចាស់ហ្នឹងគាត់បានយកផ្ទះជួលដែលគាត់ជួលសពថ្ងៃឲ្យគេហ្នឹងបានតែជួលឲ្យចិនបាត់ទៅទើបបានជាតួអង្គរបស់យើងត្រូវបង្ខំចិត្តផ្លាស់ប្ដូរផ្ទះជួលរបស់គេសូមណែនាំតួអង្គរបស់យើងបន្តិចតួអង្គនៅក្នុងរឿងរបស់យើងគេមានឈ្មោះថាមករាគេជាអ្នកធ្វើការនៅព្រំដែនយើងនេះហើយគេមានមិត្តភ័ក្តិដៃគូដៃកង់គេម្នាក់មានឈ្មោះថាកឹមលៀបពីរនាក់ហ្នឹងគឺជាដៃគូដៃកង់នឹងគ្នាតាំងពីនៅរៀនមកម្លេះហើយដល់ពេលចេញធ្វើការក៏នៅតែធ្វើការជាមួយគ្នាដែរមានល្ងាចមួយមករាគេបានជិះម៉ូតូដើរលេងទៅញ៉ាំអីនៅពេលល្ងាចគេក៏បានឃើញថានៅម្ដុំដែលគេដើរលេងល្ងាចឡើងហ្នឹងមានបន្ទប់សម្រាប់ជួលវាមានតម្លៃត្រឹមតែ 1,500 បាតតែប៉ុណ្ណោះក្នុងមួយខែគេបានគិតថាតម្លៃមួយហ្នឹងវាហាក់បីដូចជាថោកតែវារៀងឆ្ងាយពីកន្លែងធ្វើការបន្តិចតែអត់អីទេដោយសារតែគេបន្ទាន់ហើយដូច្នេះគេមិនបង្អង់ទេគេក៏បានយកលេខដែលសរសេរនៅពីខាងមុខហ្នឹងតាក់ទងទៅម្ចាស់ផ្ទះដើម្បីជួលធ្វើការកក់ហើយនឹងទៅមើលបន្ទប់ស្នាក់នៅលុះស្អែកឡើងគេក៏បានតាក់ទងទៅម្ចាស់ផ្ទះរួចហើយមករាគេបានទៅមើលបន្ទប់ជួលរបស់គេក៏ឃើញថាអាគារជួលហ្នឹងគឺមានសភាពចាស់មែនទែនតែពេលដែលគេចូលទៅដល់ក្នុងបន្ទប់ហ្នឹងឃើញថាវាមានសភាពធំទូលាយហើយរបស់របរប្រើប្រាស់ដែលនៅក្នុងបន្ទប់ហ្នឹងគឺថ្មីទាំងអស់ហ្មងបន្ទប់របស់មករាដែលគេនៅហ្នឹងគឺមានលេខ310មានន័យថាគេស្នាក់នៅជាន់ទី3បន្ទប់លេខ10ពេលដែលគេចូលទៅមើលហើយក៏ឃើញថាពេញចិត្តមករាគេក៏បានកក់លុយស្នាក់នៅតែខោអាវហើយនឹងសម្ភារៈប្រើប្រាស់របស់គេហ្នឹងគឺនៅក្នុងបន្ទប់ជួលចាស់មករាគេក៏បានពឹងឲ្យមិត្តភ័ក្តិដៃគូដៃកង់របស់គេហ្នឹងដែលមានឈ្មោះថាកឹមលៀបហ្នឹងឲ្យជួយយកឡាន pick up របស់ឪគេហ្នឹងយកមកជួយរើអីវ៉ាន់ពីផ្ទះជួលចាស់មកផ្ទះជួលថ្មីរបស់គេពេលដែលកឹមលៀបបានមកដល់គេសង្កេតឃើញថាផ្ទះជួលដែលមករាមកជួលលើកហ្នឹងវាពិតជាចម្លែកមែនទែនអាគារមួយហ្នឹងវាមានកម្ពស់3ជាន់នៅពីមុខផ្ទះហ្នឹងគឺមានសភាពចាស់មែនទែនចំណែកឯបរិយាកាសវិញគឺមានភាពអាប់អួរណាស់នៅក្បែរអាគារជួលនៅខាងក្រោមហ្នឹងគឺមានតូបលក់បាយមួយកន្លែងរាល់ព្រឹកមានគេមកញ៉ាំតាមធម្មតាអីចឹងទៅតែពេលល្ងាចអត់មានអ្នកមកទេព្រោះនៅម្ដុំហ្នឹងពេលល្ងាចគេអត់សូវមកញ៉ាំទេឃើញបែបហ្នឹងគឹមលៀបក៏បានសួរទៅកាន់មករាថាហេតុអីបានជាប្រូផ្លាស់មករស់នៅទីនេះមករាគេក៏បានឆ្លើយទៅវិញថាមកពីផ្ទះជួលចាស់របស់គេហ្នឹងត្រូវបានចិនគេជួលយកទៅបាត់ហើយគេមិនដឹងថាជួលនៅណាទេទើបបានជាគេហ្នឹងមកជួលនៅទីនេះហើយណាមួយវាមានតម្លៃថោកទៀតផងក្រោយពីជួយរើអីវ៉ាន់ហើយគឹមលៀបគេក៏បានលាមករាហ្នឹងមកផ្ទះគេវិញទៅចំណែកឯមករាគេក៏មិនបានថាយដែរគ្រាន់តែមុននឹងគឹមលៀបចេញទៅគេក៏បានអរគុណហើយនិយាយប្រាប់គឹមលៀបថាថ្ងៃណាទំនេរគេអាចមកលេងឬក៏ចង់គេងនៅទីហ្នឹងក៏បានដែរព្រោះថាបន្ទប់ដែលគេជួលហ្នឹងគឺមានសភាពធំទូលាយណាស់ស្នាក់នៅបានប្រហែលជាមួយសប្តាហ៍មករាគេសង្កេតឃើញថានៅជាន់ដែលគេស្នាក់នៅហ្នឹងអត់សូវមានអ្នកស្នាក់នៅទេគេសង្កេតឃើញថានៅជាន់ដែលគេស្នាក់នៅហ្នឹងគឺមានតែ2បន្ទប់ប៉ុណ្ណោះដែលស្នាក់នៅគឺបន្ទប់លេខ311ហើយនិង310ដែលគេកំពុងតែស្នាក់នៅនឹងឯងប៉ុន្មានថ្ងៃបន្ទាប់នៅកន្លែងធ្វើការគេហ្នឹងគឺមានការផ្លាស់ប្ដូរវេនធ្វើការនៅកន្លែងដែលគេធ្វើការហ្នឹងគឺតម្រូវឲ្យអ្នកធ្វើការទាំងអស់ហ្នឹងត្រូវធ្វើវេន2សប្តាហ៍ថ្ងៃចំណែកឯ2សប្តាហ៍ទៀតគឺធ្វើការវេនយប់និយាយរួមគឺឆ្លាស់ទៅមកហើយនៅថ្ងៃហ្នឹងដែរមករាគេត្រូវវេនយប់ហើយនៅកន្លែងធ្វើការរបស់គេហ្នឹងគឺចេញនៅម៉ោង2យប់ឯណោះនៅពេលនោះមករាគេក៏បានបបួលគឹមលៀបឲ្យមកគេងជាមួយនៅបន្ទប់ថ្មីរបស់គេហ្នឹងចំណែកឯគឹមលៀបវិញដំបូងគេចង់បដិសេធនឹងមករាគេមិនសូវពេញចិត្តនឹងផ្ទះជួលថ្មីរបស់មករាប្រហែលទេហើយវាមើលទៅគឺគួរឲ្យខ្លាចប៉ុន្តែដោយសារតែគេចេញវេនយប់ហើយណាមួយទៀតគេមិនចង់រំខានដល់អ្នកផ្ទះរបស់គេទេទើបគេបង្ខំចិត្តទៅគេងជាមួយនឹងមករាយប់ហ្នឹងទៅក្រោយពីបញ្ចប់ការងារពួកគេទាំងពីរក៏បានជិះម៉ូតូទៅផ្ទះជួលរបស់មករាដែលមានចម្ងាយប្រហែលជា4ទៅ5គីឡូម៉ែត្រ
ពីកន្លែងធ្វើការរបស់គេពេលជិះមកដល់មុខផ្ទះជួលហ្នឹងអាគារទាំងមូលគឺមើលទៅមានសភាពស្ងប់ស្ងាត់មែនទែនបន្ទប់ដែលនៅក្នុងអាគារស្នាក់នៅ3ជាន់ហ្នឹងគឺនៅទំនេរច្រើនហើយនៅពីខាងមុខបន្ទប់ជួលហ្នឹងគឺបានដាក់ភ្លើងសូឡាពណ៌ក្រហមទឹកតែព្រឿងហ្នឹងរឹតតែព្រឺសបល់ថែមទៀតហ្មងពេលដែលមកដល់បន្ទប់ភ្លាមមករាគេបានប្រាប់ទៅគម្លាបថាគេឃ្លានខ្លាំងណាស់តាំងពីថ្ងៃមកគេមិនទាន់បានញ៉ាំអីទេមករាគេចង់ឲ្យគម្លាបហ្នឹងទៅទិញអីឲ្យគេញ៉ាំបន្តិចនៅទាំងយប់ហ្នឹងណាមួយទៀតគម្លាបខ្លួនឯងហ្នឹងគេក៏ឃ្លានដែរព្រោះគេមិនបានមានអីចូលពោះតាំងពីថ្ងៃមកម្លេះដែរកន្លែងហ្នឹងខ្ញុំចង់បន្ថែមបន្តិចដោយសារតែពួកគេទាំងពីរធ្វើការនៅជិតព្រំដែនថៃដូចនេះក្បែរកន្លែងដែលគេស្នាក់នៅហ្នឹងគឺមានផ្សារបើកទល់ភ្លឺឲ្យតែយើងឃ្លានចង់ទៅញ៉ាំពេលណាក៏បានដែរគម្លាបគេក៏បានចុះទៅទិញយ៉ាងលឿនពេលដែលគេទៅទិញហើយគេក៏បានប្រញាប់មកបន្ទប់វិញដើម្បីបានឆាប់ញ៉ាំឆាប់បានចូលគេងព្រោះតែគេធ្វើការហត់ហើយមកហត់នឹងការញ៉ាំអីនឹងទៀតគម្លាបគេបានទុកម៉ូតូនៅជាន់ខាងក្រោមរួចគេក៏បានដើរឡើងទៅជាន់ខាងលើដែលជាជាន់ទី3ដែលជាបន្ទប់ដែលមករាស្នាក់នៅហ្នឹងពេលដែលគេឡើងមកដល់បានពាក់កណ្ដាលដល់ជាន់ទី2គេបានឮសំឡេងអ្វីចម្លែកម្យ៉ាងគម្លាបបានងាកក្រោយមើលតែពេលដែលងាកក្រោយហ្នឹងគឺអត់បានឃើញអីទេគម្លាបគេបានសង្កេតឲ្យដឹងថាសំឡេងដែលគេឮហ្នឹងគឺមកពីជាន់ផ្សេងទេផ្លូវទៅបន្ទប់របស់មករាហ្នឹងគឺនៅឆ្ងាយទៀតហើយសំខាន់អាបន្ទប់ហ្នឹងវានៅខាងចុងគេទៀតផ្លូវដែលត្រូវដើរនោះគឺមានបន្ទប់ឆ្វេងស្ដាំជាច្រើនហើយនៅខាងចុងគេបង្អស់ហ្នឹងគឺមានជណ្ដើរហើយថែមទាំងមានរនាំងមួយថែមទៀតផងពេលដែលគម្លាបឡើងទៅដល់ជាន់ទី3ហ្នឹងសំឡេងដែលគម្លាបបានឮហ្នឹងគឺកាន់តែជិតទៅសំឡេងមួយហ្នឹងវាដូចជាសំឡេងដែលមនុស្សកំពុងតែអុសអីមួយចឹងនៅខណៈពេលហ្នឹងគម្លាបគេបានដើរទៅជិតសំឡេងមួយហ្នឹងពេលដែលគេដើរកាន់តែគៀកអាសំឡេងមួយហ្នឹងគឺបានស្ងាត់បាត់ទៅគម្លាបគេបានព្យាយាមស្ដាប់សំឡេងមួយហ្នឹងថាវាជាអ្វីឲ្យប្រកបតែពេលដែលគេស្ដាប់បានច្បាស់ទើបគេដឹងថាសំឡេងមួយហ្នឹងគេមកពីជាន់ខាងលើដែលគេស្នាក់នៅនឹងឯងហើយខណៈនោះដែរគេអត់មានបានគិតអីទាំងអស់ហើយគេក៏បានឈប់គិតពីរឿងសំឡេងហ្នឹងទៀតទៅគេគិតថាប្រហែលជាមាននរណាម្នាក់អស់អ្វីមួយហើយឬក៏អស់ធុងសម្រាមចុះមកក្រោមដើម្បីយកទៅចោលទើបគេមិនបានគិតអីច្រើនហើយគេក៏បានត្រឡប់ចូលទៅក្នុងបន្ទប់របស់គេវិញទៅពេលដែលទៅដល់មុខបន្ទប់របស់មករាគេចង់គោះទ្វារបន្ទប់របស់មករាហ្នឹងប៉ុន្តែដោយសារតែដៃទាំងពីររបស់គេហ្នឹងគឺរវល់ជាប់កាន់អាថង់មហូបសងខាងទើបបានជាគេយកជើងរបស់គេហ្នឹងទៅគោះគម្លាបបានគោះយ៉ាងយូរប៉ុន្តែមិនឃើញមករាហ្នឹងមកបើកទ្វារទេគម្លាបគេបានគិតថាប្រហែលជាមករាហ្នឹងចូលទៅបន្ទប់ទឹកហើយមើលទៅបានជាមិនលឺគោះទ្វារបែបហ្នឹងគម្លាបគេមិនហ៊ាននៅក្រៅយូរទេគេក៏បានទម្លាក់អីវ៉ាន់ចុះហើយនៅពេលនោះគេក៏បានយកដៃរបស់គេនឹងទៅគោះតែគេមិនអត់ទាន់បានយកដៃទៅគោះផងហ្នឹងស្រាប់តែមករាហ្នឹងបានបើកទ្វារចេញមកហើយរុញទ្វារហ្នឹងមកប៉ះទៅមុខនឹងរបស់គម្លាបទៀតប៉ុន្តែនៅពេលដែលមករាបើកទ្វារហ្នឹងគម្លាបបានសម្គាល់ឃើញថាមករាគេបែកញើសចូលខ្លួនរបស់គេប៉ុន្តែគម្លាបគេមិនបានចាប់អារម្មណ៍អីច្រើនដែរមករាគេបានសួរទៅកាន់គម្លាបថាហេតុអ្វីបានជាឯងទិញអីយូរម្លេះគម្លាបគេបានឆ្លើយថាគាត់ព្យាយាមលឿនបំផុតអីនៅតែយឺតបែបហ្នឹងបន្ទាប់មកគម្លាបក៏បានដើរចូលទៅក្នុងបន្ទប់គម្លាបគេសង្កេតឃើញថាទឹកមុខរបស់មករានឹងចម្លែកបូករួមថែមទាំងបែកញើសពេញខ្លួនទៀតផងគម្លាបគេក៏បានសួរទៅកាន់មករាថាតើឯងកើតអីមែនទេខណៈនោះគេក៏បានឆ្លើយថាគេអត់បានកើតអីទេគម្លាបគេគិតថាមករាប្រហែលជាមានអីលាក់បាំងមិនចង់ឲ្យគេដឹងហើយអាការៈរបស់មករានឹងដូចជាត្រូវខ្មោចលងចឹងព្រោះបើតាមមើលទៅមករាគេធ្វើឲ្យដូចជាចម្លែកដូចខ្លាចអីមួយចឹងពេលដែលពួកគេញ៉ាំអីហើយពួកគេក៏បានចូលដេកអស់ទៅពេលហ្នឹងគម្លាបគេក៏បានសួរទៅកាន់មករាទៀតដែរថារាល់យប់ដែលឮសំឡេងអីចម្លែកអត់មករាគេក៏បានឆ្លើយថាគេមិនសូវប្រកាសដែររាល់យប់គេតែងតែឮនៅបន្ទប់ដែលនៅជាប់បន្ទប់គេហ្នឹង
តែតែលឺសំឡេងដូចមនុស្សឆ្លោះគ្នាចឹងតែភាសាដែលគេនិយាយមកហ្នឹងដូចភាសាមិនមែនអ្នកនៅស្រុកនេះទេគេគិតថាភាសាដែលពួកគេឆ្លោះគ្នាហ្នឹងដូចជាមនុស្សដែលនៅស្រុកផ្សេងខេត្តផ្សេងអីចឹងទៅមករាគេតែងតែលឺមនុស្ស3 4នាក់ឆ្លោះគ្នាអត់ចេះចប់អត់ចេះហើយទេហើយពួកគេនឹងឆ្លោះប្រកែកគ្នាសឹងតែរាល់ថ្ងៃម៉ោងប្រហែលជា3 ទឹកភ្លឺគំលាបគេអត់អស់ចិត្តទៀតគេមានរឿងត្រូវតាមដានទៀតហើយគេក៏បានសួរទៅមករាទៀតដែរថាថ្ងៃនេះគេមានបានលឺសំឡេងចម្លែកអីហ្នឹងទៀតអត់មករាគេក៏បានតបទៅគំលាបថាម៉ោង3ហើយនៅតាមដានអីទៀតឆាប់ដេកទៅតែបើឯងចង់ដឹងឯងនៅចាំស្ដាប់ហ្នឹងទៅយើងដេកមុនហើយពេលនោះគំលាបគេមិនបានអស់ចិត្តនឹងចម្លើយរបស់មករាទេគេនៅតែចង់ដឹងចង់ឮមែនតើមករាគេអស់ជំរឿនហើយគេក៏បាននិយាយទាំងដែលក្នុងខ្លួនរបស់គេនឹងកំពុងតែភ័យខ្លាចដូចគ្នាមករាគេបាននិយាយថានៅពេលដែលគំលាបចុះទៅទិញអីហ្នឹងគេបានឮសំឡេងដូចមនុស្សវាយគ្នាអញ្ចឹងតែពេលហ្នឹងគេអត់បានគិតអីទេគេគិតថានៅបន្ទប់ជាប់ហ្នឹងគេកំពុងតែចាក់រឿងវាយគ្នាអីចឹងទៅហើយហ្នឹងក៏ជាមូលហេតុដែលធ្វើឲ្យមករាហ្នឹងបែកញើសចូលខ្លួនដែរចំណែកឯគំលាបវិញគេក៏គិតថាអ្វីដែលគេបានឮពេលដែលគេឡើងមកវិញហ្នឹងវាប្រហែលជាចែកដនហើយមើលទៅព្រោះមុនហ្នឹងគេក៏បានឮដែរហើយនៅពេលដែលនិយាយចប់អ្នកទាំងពីរក៏បានដេកទាំងអស់គ្នាទៅនៅថ្ងៃបន្ទាប់មករាគេក៏បានបញ្ចុះបញ្ចូលគម្លាបហ្នឹងមិត្តរបស់គេហ្នឹងឲ្យមកស្នាក់នៅបន្ទប់របស់គេទៀតដែរគម្លាបគេក៏បានមកស្នាក់នៅក្នុងបន្ទប់របស់មករាម្ដងទៀតទៅអ្នកទាំងពីរបានញ៉ាំអីជាមួយគ្នារួចពួកគេក៏ចូលដេកបាត់ទៅពួកគេគេងប្រហែលបានជាមួយសបកមករាគេក៏បានឮសំឡេងនរណាម្នាក់ទេអស់ឮមែនទេនៅខាងក្រៅបន្ទប់របស់គេហ្នឹងហើយសំឡេងមួយហ្នឹងវាដូចជាសំឡេងកាលពីម្សិលមិញដែរវាដូចជាសំឡេងនរណាម្នាក់ទាញរបស់អ្វីមួយចឹងឬសូរតែខ្វោកអីចឹងទៅមករាគេផ្ទៀងស្ដាប់យ៉ាងយូរទៅគេមានអារម្មណ៍ថាវាដូចជាចិត្តទៅដូចមាននរណាម្នាក់ហ្នឹងអស់វលីឆ្លងកាត់បន្ទប់របស់គេអញ្ចឹងអ្នកទាំងអស់គ្នាមានដឹងអត់ថាសំឡេងមួយហ្នឹងវាអស់ឈប់នៅពីខាងមុខបន្ទប់ហ្នឹងស្រាប់តែពេលនោះគម្លាបគេក៏បានយកដៃរបស់គេហ្នឹងទៅកេះមករាហើយគេក៏បានសួរមករាថាមានរឿងអីមករាគេសង្កេតឃើញថាមិត្តរបស់គេគម្លាបហ្នឹងកំពុងតែភ័យខ្លាំងព្រោះគេឃើញថាភ្នែករបស់គម្លាបហ្នឹងគេអត់បានងាកមកមើលមករាទេភ្នែករបស់គេហ្នឹងកំពុងតែសម្លឹងទៅកាន់មាត់ទ្វារតែប៉ុណ្ណោះនៅខាងលើមាត់ទ្វារដែលគេស្នាក់នៅហ្នឹងគឺមានរន្ធប្រហោងខ្យល់ប្រហែលជា 4-5 ភ្នែករបស់គម្លាបគេគិតតែទៅមើលរន្ធអាប្រហោងហ្នឹងទេគេភ័យខ្លាំងគម្លាបគេចង់និយាយអីមិនដឹងទេតែគេអត់និយាយអត់ចេញទេគេមានតែយកដៃរបស់គេហ្នឹងចាប់ខ្វាចមករាចឹងទៅគម្លាបគេបានព្យាយាមទាញមករាឲ្យមើលទៅរន្ធប្រហោងដែលនៅលើមាត់ទ្វារហ្នឹងមករាគេក៏បានទៅមើលទ្វាររន្ធទ្វារហ្នឹងយឺតគេបានដើរទៅកាន់មាត់ទ្វារគណៈពេលដែលមករាហ្នឹងគេភ័យខ្លាំងមែនទែនអ្នកទាំងអស់គ្នាដឹងអត់មករាគេបានឃើញមនុស្ស 3-4 នាក់នៅខាងមុខបន្ទប់របស់គេនៅពីខាងក្រៅបន្ទប់គេហ្នឹងវាអត់សូវមានពន្លឺប៉ុន្មានទេតែមករាគេក៏ព្យាយាមសង្កេតមើលទឹកមុខរបស់គេក្រោយមកគេក៏បានឃើញមុខអ្នកទាំង3ទាំង4នាក់ហ្នឹងសភាពនៅខាងក្រៅហ្នឹងគឺមិនសូវភ្លឺប៉ុន្មានទេតែវាក៏អត់ងងឹតប៉ុន្មានដែរព្រោះតែវាមានភ្លើងសូឡានៅពីខាងមុខដែលធ្វើឲ្យមករាហ្នឹងបានឃើញមុខពួកគេទាំង3ទាំង4ហ្នឹងយ៉ាងច្បាស់កន្លែងតែម្ដងក្រោយពីមករាបានឃើញមុខរបស់គេហើយមករាគេក៏ចង់ងាកមករកគម្លាបវិញតែនៅពេលដែលគេរៀបនឹងងាកហើយហ្នឹងភ្លាមហ្នឹងគេក៏បានឮសំឡេងមនុស្សដែលនៅខាងក្រៅហ្នឹងសើចវាគឺជាសំណើចដែលគួរឲ្យខ្លាចពួកគេទាំងនោះបានសើចឆ្លាស់គ្នាទៅវិញទៅមកមករាគេបានអោនទៅមើលតាមរន្ធនឹងម្ដងទៀតក៏ស្រាប់តែបាត់ 3-4 នាក់នឹងភ្លាមតែម្ដងមិនដឹងថាពួកគេនឹងទៅណាបាត់ទេតែមួយសន្ទុះក្រោយមកសំឡេងសើចហ្នឹងវាក៏កើតឡើងម្ដងទៀតសំឡេងសើចមួយហ្នឹងវាលែងឮនៅខាងក្រៅបន្ទប់របស់ពួកគេទៀតហើយតែសំឡេងមួយហ្នឹងវាឮចេញពីបន្ទប់ដែលនៅជាប់បន្ទប់របស់ពួកគេ
មករាគេបានលឺច្បាស់ណាស់លុះពេលដែលឃើញបែបហ្នឹងហើយមករាគេអត់មានអារម្មណ៍អីនៅក្នុងខ្លួនទៀតទេពួកគេក៏បានឡើងទៅលើគ្រែហើយសម្ងំគេងបាត់ទៅលុះព្រឹកឡើងមករាគេក៏កើតមានអារម្មណ៍ខ្លាចចម្លែកម្ដងទៀតអ្នកទាំងអស់គ្នាដឹងអត់នៅពេលដែលមករាក្រោកពីគេងភ្លាមស្រាប់តែបាត់គម្លាបចឹងគេមិនបានឃើញគម្លាបទេសូម្បីតែនៅក្នុងបន្ទប់ទឹកក៏អត់ឃើញដែរមករាគេមើលទៅកាន់ស្បែកជើក៏អត់បានឃើញដែរគម្លាបមិនដឹងបាត់ទៅណាទេនៅពេលនោះដែរមករាគេក៏បានប្រញាប់ក្រោកពីលើគ្រែហើយគេក៏បានចេញពីបន្ទប់ចុះទៅជួរខាងក្រោមដើម្បីរកគម្លាបនៅពេលនោះម៉ោងប្រហែលជា10ព្រឹកពេលដែលមករាចុះមកដល់ខាងក្រោមគេក៏បានឃើញគម្លាបហ្នឹងកំពុងតែនៅក្នុងតូបបាយខាងក្រោមកំពុងតែនិយាយគ្នាជាមួយនឹងអ៊ីលូបាយដែលអ៊ីលូបាយហ្នឹងមានឈ្មោះថាចេណាងមករានៅពេលដែលគេចុះមកដល់ក្រោមគេក៏បានស្រែកហៅគម្លាបខ្លាំងៗថាមិនបានជាចុះក្រោមអត់ប្រាប់គេអញ្ចឹងពេលនោះគម្លាបគេក៏បានកវីដៃឲ្យសញ្ញារបស់គេហើយហៅឲ្យមករាហ្នឹងចុះមកក្រោមញ៉ាំអាហារពេលព្រឹកជាមួយគ្នាចំណែកឯអ៊ីលូបាយដែលមានឈ្មោះថាចៃណាងហ្នឹងគ្រាន់តែឃើញអ្នកទាំងពីរចូលមកញ៉ាំបាយហ្នឹងណាហើយឃើញភ្នែករបស់ពួកគេខ្មៅហ្នឹងចៃណាងក៏បានលាន់មកថាម៉េចហើយជីវិតយប់មិញហ្នឹងបានដេកអត់ទេអ្នកទាំងពីរនាក់បានភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ទៅកាន់ចៃណាងយ៉ាងខ្លាំងថាម៉េចបានជាគាត់និយាយបែបហ្នឹងគាត់ប្រហែលជាដឹងរឿងអីមួយហើយនៅពេលនោះចៃណាងគាត់បានបន្តទៀតថាតើពួកឯងគិតយ៉ាងម៉េចបានជាផ្លាស់មករស់នៅទីនេះអ្នកទាំងពីរនាក់ដឹងអត់ថាមនុស្សដែលរស់នៅក្នុងអគារនេះពួកគេបានរើចេញចង់អស់ហើយមករាហើយនឹងគម្លាបគ្រាន់តែលឺបែបហ្នឹងគេក៏បានសួរវើវិញភ្លាមហ្មងថាតើមានរឿងអីកើតឡើងហេតុអីបានជាពួកគេនឹងរើចេញចំណែកឯចណាងគាត់ក៏បានសួរទៅកាន់អ្នកទាំងពីរវិញភ្លាមថាប្រសិនបើពួកឯងចង់ស្ដាប់គាត់នឹងនិយាយឲ្យស្ដាប់ចណាងគាត់បាននិយាយថាគាត់បានមកលក់បាយនៅក្បែរអគារនេះនឹងប្រហែលជា3ឆ្នាំហើយចណាងគាត់បាននិយាយតទៀតថានៅជាន់ខាងលើហ្នឹងគឺមានគ្រួសារមួយមានប្តីប្រពន្ធ2នាក់នៅថ្ងៃមួយហ្នឹងខាងប្តីនោះគេបានទៅធ្វើការនៅទីក្រុងឆ្ងាយពីកន្លែងដែលពួកគេរស់នៅហ្នឹងហើយថ្ងៃមួយទៀតប្តីហ្នឹងក៏ត្រឡប់មកពីធ្វើការវិញប្តីប្រពន្ធទាំងពីរក៏បានឆ្លោះប្រកែកគ្នាព្រោះតែខាងប្តីហ្នឹងគេលួចមានស្រីនៅខាងក្រៅបរិសុទ្ធជាប្តីហ្នឹងថាឈប់តាក់ទងគ្នាហើយតែក្រោយមកទៀតហ្នឹងប្រពន្ធនោះក៏ដឹងថាប្តីនោះនៅតែតាក់ទងគ្នាទៀតទើបធ្វើឲ្យពួកគេទាំងពីរហ្នឹងឆ្លោះគ្នាម្ដងទៀតកាន់តែខ្លាំងហើយកាន់តែនិយាយរឿងនេះគឺកាន់តែឆ្លោះគ្នាខ្លាំងតែម្ដងនៅថ្ងៃមួយនោះប្រពន្ធហ្នឹងក៏បានហៅមិត្តភក្តិគេពីរនាក់ទៅវាយធ្វើបាបស្ត្រីម្នាក់ហ្នឹងវាបតាយបតប់គ្នាស្រីដែលជាប្រពន្ធហ្នឹងបានជ្រុលដៃគេក៏បានយកកំបិតដែលនៅក្នុងដៃរបស់គេហ្នឹងចាក់សម្រាប់ស្រីម្នាក់នោះបាត់ទៅពេលនោះស្រីដែលជាប្រពន្ធហ្នឹងគិតថាស្រីម្នាក់ហ្នឹងបានស្លាប់ហើយពួកគេក៏បានរត់គេចខ្លួនបាត់ទៅចំណែកឯស្រីម្នាក់ហ្នឹងនាងអត់ទាន់ស្លាប់ទេនាងបានព្យាយាមវារត់រកជំនួយដោយព្យាយាមវាដោយដៃរបស់នាងហ្នឹងមកនាងបានយកដៃរបស់នាងទៅវាជញ្ជាំងនិងគោះជញ្ជាំងខ្លាំងដើម្បីឲ្យអ្នកដែលនៅជិតបន្ទប់ហ្នឹងដឹងដើម្បីសុំជំនួយតែមានអីភ្លាមហ្នឹងស្រីដែលជាប្រពន្ធហ្នឹងក៏បានត្រឡប់មកវិញដោយមានយកកាបូបធំមួយនៅក្នុងដៃរបស់នាងពេលដែលឃើញស្រីនោះមិនទាន់ស្លាប់ស្រីដែលជាប្រពន្ធហ្នឹងបានវាយ៉ាងចាស់ដៃបន្ថែមទៀតហើយទីបំផុតស្រីម្នាក់នោះក៏បានស្លាប់ក្រោយពីដឹងថាស្រីម្នាក់ហ្នឹងបានស្លាប់ហើយនាងដែលជាប្រពន្ធហ្នឹងក៏បានដាក់សពស្រីម្នាក់ហ្នឹងចូលទៅក្នុងកាបូបធំនោះរួចគេក៏បានអូសយកចេញទៅក្រៅក្បែរអគារហ្នឹងតែមិនឆ្ងាយពីកន្លែងកើតហេតុទាំងប្រមាណទេចាប់តាំងពីថ្ងៃហ្នឹងមកមនុស្សដែលរស់នៅក្នុងអគារជួលហ្នឹងគឺចាប់ផ្ដើមរើចេញម្នាក់ម្ដងព្រោះពួកគេគ្រប់គ្នាហ្នឹងបានឮសំឡេងដូចគ្នាហ្នឹងថែមទាំងមានសំឡេងខ្លាំងទៀតផងគឺពួកគេបានឮសំឡេងមនុស្សឆ្លោះគ្នាសំឡេងគោះជញ្ជាំងហើយចុងក្រោយហ្នឹងពួកគេបានឮសំឡេងអុកកាបូបទាំងកដាលយប់ហ្មងចែណាងគាត់បាននិយាយទៀតថាជាន់ដែលកើតហេតុហ្នឹងគឺគេបានរើចេញអស់ហើយនៅជាន់ហ្នឹងគឺគ្មានអ្នកនៅទៀតទេគឺមានតែបន្ទប់ទទេទាំងអស់មានតែបន្ទប់របស់ពួកឯងទាំងពីរមួយទេដែលស្នាក់នៅជាន់ហ្នឹងតែចែណាងគាត់ក៏បានឆ្ងល់ដែរថាប្រពន្ធដែលជាឃាតករហ្នឹងត្រូវបានគេចាប់ខ្លួនយូរមកហើយ
តែហេតុអីបានជាមានសំឡេងអូសកាបូបនឹងទៀតហើយរឿងរបស់យើងក៏បានដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់សូមជួយចុច Subscribe មួយទៅដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំហើយខ្ញុំនឹងនិទានរឿងឲ្យអ្នកទាំងអស់គ្នាស្ដាប់នៅវីដេអូក្រោយទៀតបាយបាយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ដំណាក់ថ្ងៃនេះខ្ញុំមានរឿងខ្លីមួយចង់និទានឲ្យប្រិយមិត្តស្ដាប់ដែលរឿងមួយហ្នឹងខ្ញុំទទួលបានពីប្រិយមិត្តម្នាក់នាងមានឈ្មោះថានីកាមុននឹងចាប់ផ្ដើមប្រិយមិត្តណាខ្លះដែលមានសាច់រឿងហើយចង់ផ្ញើមកកាន់ខ្ញុំអាចផ្ញើនៅក្នុង page Facebook ខាងក្រោមបានហើយបើគិតថារឿងដែលខ្ញុំនិទាននឹងល្អស្ដាប់សូមប្រិយមិត្តទាំងអស់គ្នាជួយចុច Sub ហើយនឹង Like ម្នាក់មួយផងរឿងរបស់យើងក៏បានចាប់ផ្ដើមមានថ្ងៃមួយបញ្ញាគេចង់បានម៉ូតូធំមួយសម្រាប់ជិះដើរលេងចូលឆ្នាំគេបានដើរទៅរកហាងមួយកន្លែងនៅឯទីក្រុងភ្នំពេញពេលដែលគេចូលទៅដល់ហាងនោះភ្លាមបញ្ញាគេមានអាការៈភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះនឹងតម្លៃមហាសាលថោកនៃម៉ូតូធំមួយនោះបញ្ញាគេបានឆ្ងល់យ៉ាងខ្លាំងរួចក៏លាន់មាត់ថាហេតុអីបានជាម៉ូតូទំនើបហើយនឹងថ្មីបែបហ្នឹងណាហេតុអីបានជាវាមានតម្លៃថោកយ៉ាងនេះបញ្ញាគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះតែតម្លៃរបស់វានឹងទាបពេកទាបដល់ថ្នាក់នឹកស្មានមិនដល់ជាក់ស្ដែងទៅនៅពេលដែលទៅទិញម៉ូតូហ្នឹងគេបានត្រៀមលុយតែមួយចំនួនតូចប៉ុណ្ណោះសម្រាប់ទិញម៉ូតូថ្មីដែលមានលំដាប់មធ្យមតែនៅពេលដែលគេទៅដល់បែរជាឃើញបែបហ្នឹងបញ្ញាក៏ត្រូវស្ទាក់ស្ទើរនៅគោលបំណងរបស់ខ្លួនព្រោះតែវាជាម៉ូតូលំដាប់ខ្ពស់ហើយណាមួយវាមានតម្លៃថោកទៀតផងពេលដែលឃើញបញ្ញាគេមានការស្ទាក់ស្ទើរបែបហ្នឹងដល់ពេលដែលអ្នកលក់ឃើញបែបហ្នឹងហើយអ្នកលក់គាត់ក៏បញ្ចុះបញ្ចូលទៀតថាសួស្ដីបងម៉ូតូទំនើបសេរីខ្ពស់បែបហ្នឹងបងទៅរកកន្លែងណាក៏អត់មានដែរហើយវាមានតម្លៃថោកបែបនេះមានតែហាងខ្ញុំមួយទេដែលមានម៉ូតូនេះទើបតែកាត់មកបានទេបងបើបងពេញចិត្តយកលឿនទៅប្រយ័ត្នគេយកទៅបាត់ណាបងបញ្ញាគេស្ទាក់ស្ទើរតែគេស្រឡាញ់ម៉ូតូនឹងយ៉ាងខ្លាំងគេក៏បានឆ្ងល់ខ្លាំងដែរចំពោះតម្លៃរបស់វាដែលធ្វើឲ្យបញ្ញានឹងមានការស្ទាក់ស្ទើរដែរគេមិនបានសួរដេញដោលច្រើនទេព្រោះតែបញ្ញាគេជាមនុស្សដែលខ្លាចចិត្តអ្នកដទៃខ្លាចគេធុញទ្រាន់ទើបបានជាគេមិនហ៊ានសួរដេញដោលច្រើនខ្លាចគេធុញនឹងខ្លួនទើបមិនបានសួរដោយហេតុតែបញ្ញាស្រឡាញ់ម៉ូតូនេះខ្លាំងហើយណាមួយលុយរបស់គេនឹងមិនសូវមានប៉ុន្មានដែរទើបធ្វើឲ្យគេមិនស្ទាក់ស្ទើរនឹងទិញម៉ូតូនឹងទេណាមួយទៀតបញ្ញាគេមិនសូវគិតរឿងអបិយជំនឿប៉ុន្មានដែរទើបបានជាគេមិននឹកដល់ផ្លូវកងឹតដែលធ្វើឲ្យម៉ូតូមួយនេះមានតម្លៃថោកបែបហ្នឹងនៅទីបំផុតបញ្ញាគេបានទិញយកម៉ូតូមួយហ្នឹងដោយមិនស្ទាក់ស្ទើរបញ្ញាគេបានធ្វើឯកសារទិញលក់និងបានប្រគល់ប្រាក់ដល់ម្ចាស់ហាងរួចរាល់ក្រោយពីបញ្ញាបានធ្វើឯកសាររួចរាល់គេក៏បានជិះម៉ូតូថ្មីនិងសំណប់របស់គេហ្នឹងមកកាន់ផ្ទះជួលវិញអំឡុងដែលគេកំពុងតែជិះម៉ូតូមកផ្ទះហ្នឹងគេបានច្រៀងបណ្ដើរញញឹមបណ្ដើររហូតព្រោះតែគេគិតថាតម្លៃត្រឹមតែ 1000 ជាងតិចតួចក៏អាចក្លាយជាម្ចាស់ម៉ូតូដ៏ទំនើបមួយនេះបានដែរប៉ុន្មានម៉ោងក្រោយមកបញ្ញាគេក៏បានជិះមកដល់បន្ទប់ជួលរបស់គេវិញតែដោយសារតែបន្ទប់របស់គេនឹងនៅជាន់ទី1ទើបបានជាគេត្រូវបង្ខំចិត្តទុកអាសំណប់របស់គេនឹងនៅខាងក្រោមធម្មតាទាំងខ្ញុំទាំងគេឲ្យតែបានរបស់ថ្មីដឹងតែដេកមិនលក់ហើយបញ្ញាក៏ដូចគ្នាដែរពេលដែលគេឡើងទៅដល់បន្ទប់បានមួយផ្លែតគេក៏ចុះមកវិញតិចក៏ឡើងតិចក៏ចុះមកវិញទៅមកតែចុងក្រោយបញ្ញាគេក៏ដាច់ចិត្តឡើងទៅបន្ទប់របស់គេដើម្បីសម្រាកអំឡុងពេលដែលគេកំពុងតែដើរឡើងទៅបន្ទប់របស់គេហ្នឹងគេដើរបណ្ដើរហួចតិចបណ្ដើរញញឹមញញែមតែម្នាក់ឯងរួចគេក៏បានដើរកាត់បន្ទប់អ្នកជិតខាងដែលនៅជាប់បន្ទប់របស់គេហ្នឹងបន្ទប់ហ្នឹងមានមនុស្ស2នាក់ពួកគេកំពុងតែផឹកស៊ីនៅមុខបន្ទប់របស់គេហ្នឹងពេលដែលឃើញបញ្ញាគេដើរញញឹមញញែមអញ្ចឹងហួចផងច្រៀងផងអញ្ចឹងអ្នកទាំងពីរក៏បានហៅបញ្ញាហ្នឹងមកផឹកនឹងគេដែរតែបញ្ញា
គេបានក្រវីក្បាលរបស់គេហើយក៏និយាយទៅកាន់អ្នកទាំងពីរថាខ្ញុំអត់ញ៉ាំទេបងញ៉ាំចុះពេលមកដល់ក្នុងបន្ទប់ភ្លាមបញ្ញាគេក៏បានទម្លាក់កាតាបរបស់គេចុះហើយគេក៏បានដាក់ខ្នងរបស់គេនឹងទៅលើគ្រែភ្លាមគ្រាន់តែដាក់ខ្នងដល់គ្រែបន្តិចគេក៏បានទន់តបកភ្នែកភ្លាមហើយគេក៏បានងងុយដេកបាត់ទៅណាមួយគេជិះម៉ូតូពេញមួយថ្ងៃហើយតាំងពីព្រឹករហូតដល់ល្ងាចទើបបានជាគេអស់កម្លាំងហើយដេកលក់ភ្លាមបែបនេះម៉ោងប្រហែលជា8យប់បញ្ញាគេបានឮសំឡេងមនុស្សដើរទៅមកនៅពីខាងមុខបន្ទប់របស់គេដោយឃើញដើរទៅមកមិនឈប់បែបហ្នឹងគេមានការធុញទ្រាន់និងឆ្ងល់ជាខ្លាំងបញ្ញាគេក៏បានចេញមកមើលនៅខាងក្រៅពេលដែលគេបើកទ្វារឡើងក៏មិនឃើញមាននរណាគេសូម្បីតែម្នាក់មានតែបង2នាក់ប៉ុណ្ណោះដែលកំពុងតែញ៉ាំស្រាអត់ទាន់ឈប់ឃើញបែបហ្នឹងបញ្ញាគេក៏បានសួរទៅបងថាបងមុនហ្នឹងបងមែនអត់ដែលដើរកាត់បន្ទប់របស់ខ្ញុំខាងបងគាត់ក៏បានឆ្លើយថាអត់ទេអូនពួកបងនេះរកតែពេលលើកដាច់មិនបានផងមានពេលឯណាទៅដើរកាត់បន្ទប់អូននោះអូនឯងកាត់អីមែនបញ្ញាគេក៏បានឆ្លើយថានៅពេលមុនហ្នឹងណាអំឡុងពេលដែលគេកំពុងតែដេកហ្នឹងគឺមានមនុស្សដើរទៅមកនៅមុខបន្ទប់របស់ខ្ញុំដល់ពេលខ្ញុំបើកទ្វារមកស្រាប់តែអត់ឃើញទេអញ្ចឹងតើនរណាគេដែលដើរកាត់បន្ទប់របស់ខ្ញុំនៅពេលហ្នឹងណាលើក្បាលរបស់បញ្ញាហ្នឹងសុទ្ធតែសញ្ញាសួរហើយមុនពេលដែលបញ្ញាបានដើរចូលទៅក្នុងបន្ទប់របស់គេវិញគេបានសួរសំណួរមួយទៀតទៅកាន់បង2នាក់ហ្នឹងថាអញ្ចឹងបងមានស្គាល់មុខគេទេបងឮបែបនេះពួកគាត់ក៏បានសើចហើយនិយាយថាអូនឯងហ្នឹងពិតជាកំ pl ែងមែនទែនក្រែងអូនឯងមុនហ្នឹងជិះម៉ូតូមកជាមួយមិត្តភ័ក្តិអីហើយទុកគ្នាចោលនៅខាងក្រៅតែម្នាក់ឯងអញ្ចឹងអ្នកណាដែលដើរមកបន្ទប់អូនឯងនោះគ្មានអ្នកណាក្រៅពីមិត្តភ័ក្តិរបស់អូនឯងទេពេលដែលនិយាយចប់ហើយគាត់ក៏បានបន្តទៀតថាណមិត្តភ័ក្តិអូនឯងគេកំពុងតែសម្លឹងមកអូនឯងហើយនិយាយចប់ពួកគាត់ក៏បានទៅជុលកែវបន្តទៀតទៅចំណែកឯបញ្ញាវិញគេនៅសសញ្ញាសួរពេញក្បាលគេនៅដដែលហើយគេក៏បានគិតនៅក្នុងចិត្តថាបង2នាក់ហ្នឹងប្រហែលជាផឹកជ្រុលធ្លាក់ភ្នែកហើយបានជានិយាយផ្ដេសផ្ដាស់បែបហ្នឹងបញ្ញាគេបានកវីក្បាលរបស់គេហើយក៏ដើរចូលទៅក្នុងបន្ទប់វិញទៅពេលចូលទៅដល់ក្នុងបន្ទប់បញ្ញាគេបានដោះសម្លៀកបំពាក់របស់គេចេញរួចគេក៏យកកន្សែងមកស្លៀកដើម្បីងូតទឹកគេងូតទឹកតាមធម្មតារបស់គេបន្ទាប់ពីគេងូតទឹកមិនទាន់បានប្រមាណផងហ្នឹងបញ្ញាគេក៏បានឮសំឡេងមនុស្សគោះទ្វារនៅខាងក្រៅសំឡេងគោះទ្វារហ្នឹងគឺចម្លែកមិនមែនគោះធម្មតាទេគឺគោះខ្លាំងយកតែម្ដងសឹងតែជ្រុះទ្វារមកហើយម្ដងនេះបញ្ញាបានគិតនៅក្នុងចិត្តហើយថាគ្មានអ្នកណាក្រៅពីបងដែលកំពុងតែផឹកស្រានៅខាងក្រៅហ្នឹងទេព្រោះថាគ្មានអ្នកណាឡើយក្រៅពី2នាក់គាត់បញ្ញាគេមួម៉ៅមែនតើគេបានស្លៀកកម្មាចេញមកក្រៅបើកទ្វារតែគេមិនបានប្រទះឃើញអីទេហើយអ្វីដែលចម្លែកទៀតហ្នឹងណាគឺគេមិនបានឃើញសូម្បីតែពួកបងដែលកំពុងតែផឹកស្រានោះឃើញតែកំពុងស្រាបៀរដែលទុកចោលនៅមាត់ទ្វារហ្នឹងទេបញ្ញាគេឆ្ងល់កាន់តែខ្លាំងហើយតែមួយផ្លែតសោះអ្វីក៏បានបាត់ឈឹងអស់បញ្ញាគេក៏ដើរសម្ដៅទៅបន្ទប់របស់គេវិញបញ្ញាគេដើរមិនទាន់ដល់មាត់ទ្វាររបស់គេផងហ្នឹងណាស្រាប់តែគេបានឮសំឡេងមនុស្សកំពុងតែបញ្ឆេះម៉ូតូទៅខាងក្រោមទោះបីជាបញ្ញាគេទើបតែធ្វើជាម្ចាស់ម៉ូតូមួយនេះមិនទាន់បានប្រហែលម៉ោងទេប៉ុន្តែបញ្ញាគេដឹងយ៉ាងច្បាស់ថាម៉ូតូហ្នឹងគឺជាម៉ូតូរបស់គេឆ្ងល់កាន់តែខ្លាំងបញ្ញាក៏បានចុះមកក្រោមដើម្បីមើលទាំងដែលខ្លួននឹងកំពុងតែស្លៀកកន្សែងព្រោះគេបារម្ភនឹងម៉ូតូរបស់គេជាខ្លាំងពេលដែលបញ្ញាចុះមកដល់ក្រោមគេក៏ឃើញថាម៉ូតូរបស់គេនឹងចតចោលធម្មតាទេមិនឃើញមាននរណានៅក្បែរហ្នឹងទេគេក៏មិនគិតអីច្រើនគេក៏បានដើរជុំវិញម៉ូតូរបស់គេ
ហើយគេបានគិតថាណាគេមិនបានរត់លឿនម៉េះបញ្ញាគេឃើញថាម៉ូតូរបស់គេមិនអីហ្នឹងគេក៏បានឡើងទៅបន្ទប់របស់គេវិញតែគេឡើងមិនទាន់បានផុតចណ្ដាលស្រួលវល់ផងហ្នឹងគេក៏បានឃើញស្រមោលមនុស្សម្នាក់បានឈរនៅពីមុខបន្ទប់របស់គេតែគ្រាន់តែគេឡើងជិតដល់ក៏លេចមើលម្ដងទៀតហ្នឹងស្រាប់តែស្រមោលមនុស្សម្នាក់នោះបានបាត់ឈឹងបញ្ញាគេមិនសូវជឿរឿងផ្លូវងងឹតប្រមាណទេតែត្រង់កន្លែងនេះបញ្ញាគេក៏ព្រឺឆ្អឹងខ្នងគេដែរប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏គេនៅទប់ស្មារតីបានយ៉ាងល្អបញ្ញាគេក៏បានដើរចូលទៅក្នុងបន្ទប់របស់គេហើយស្លៀកពាក់រួចក៏បានចូលដេកទៅគ្រាន់តែដាក់ខ្នងមិនទាន់បានដេកប្រមាណផងគេក៏បានឮសំឡេងចម្លែកទៀតដែរគឺគេបានឮសំឡេងមនុស្សដើរទៅមកនៅបន្ទប់របស់គេតែដោយសារតែពេលនេះមេឃកំពុងតែភ្លៀងហើយមានផ្លែបន្ទោលទៀតផងហ្នឹងបញ្ញាគេក៏បានឃើញស្រមោលមនុស្សម្នាក់បានឈរនៅពីខាងមុខបន្ទប់របស់គេហ្នឹងនៅក្នុងអាការៈឈរស្ងៀមត្រឹងហើយមើលទៅទំនងជាកំពុងតែឈរមើលគេពីខាងក្រៅបន្ទប់ឃើញបែបហ្នឹងបញ្ញាគេក៏បានបើកបង្អួចបន្ទប់របស់គេមើលថាតើនរណាកំពុងតែឈរនៅខាងក្រៅតែនៅពេលដែលគេបើកមកហ្នឹងគឺគ្មាននរណានៅខាងក្រៅបន្ទប់របស់គេឡើយគេបានបិទបង្អួចវិញតែបិទមិនទាន់បានស្រួលផងក៏មានស្រមោលរត់ឆ្វាច់នៅពីខាងក្រៅបន្ទប់របស់គេទៀតហើយតែម្ដងនេះបញ្ញាគេលែងមានភាពក្លាហានដូចមុនហើយគេបានរត់មកដេកនៅលើគ្រែហើយដណ្ដប់ភួយចិត្តតាំងពីក្បាលរហូតដល់ចុងជើងបញ្ញាគេគិតនៅក្នុងចិត្តច្បាស់ហើយថាគេគឺត្រូវបានខ្មោចលងពេញមួយយប់នោះបញ្ញាគេអត់បានដេកទេគឺគេគិតតែឮមនុស្សដើរទៅមកនិងសំឡេងគូទ្វារនៅខាងមុខបន្ទប់របស់គេពេញមួយយប់តែម្ដងលុះពេលព្រឹកឡើងបញ្ញាគេក៏បានក្រោកពីដេកនិងចេញទៅធ្វើការតាមធម្មតាគ្រាន់តែគេចេញបានដល់មុខបន្ទប់ហ្នឹងស្រាប់តែគេបានឮព្រះសង្ឃសូត្រមន្តទាំងព្រឹកតែម្ដងនៅខាងក្រោយបន្ទប់របស់គេហ្នឹងបញ្ញាគេបានចេញទៅមើលគេមិនជឿនឹងភ្នែករបស់ខ្លួនទេថាព្រះសង្ឃកំពុងតែសូត្រមន្តឲ្យបុរសពីរនាក់ដែលបុរសពីរនាក់ហ្នឹងបញ្ញាគេក៏បានស្គាល់ថាគេពីរនាក់ហ្នឹងច្បាស់ណាស់គេគឺជាបងពីរនាក់ដែលអង្គុយផឹកស្រានៅពីខាងមុខបន្ទប់របស់គេហ្នឹងកាលពីយប់មិញឃើញបែបហ្នឹងហើយបញ្ញាគេក៏បានចេញមកចុះមកខាងក្រោមដើម្បីយកម៉ូតូរបស់គេជិះចេញទៅធ្វើការតែភ្លាមនោះម្ចាស់ផ្ទះជួលហ្នឹងគាត់ក៏បានចេញមកដែរហើយគាត់បាននិយាយទៅកាន់បញ្ញាថាចង់ឲ្យបញ្ញាហ្នឹងយកម៉ូតូរបស់គេហ្នឹងចេញពីផ្ទះជួលហ្នឹងជាបន្ទាន់ហើយម្ចាស់ផ្ទះគាត់ក៏បាននិយាយរឿងរ៉ាវទាំងអស់ដែលកើតឡើងកាលពីយប់មិញហ្នឹងទៅកាន់បញ្ញាឲ្យបានដឹងបញ្ញានៅពេលដែលគេបានដឹងរឿងរ៉ាវទាំងអស់ហ្នឹងហើយគេក៏ឃើញថាមិនស្រួលនៅព្រឹកហ្នឹងគេអត់បានទៅធ្វើការទេគេបានជិះម៉ូតូរបស់គេចេញទៅខាងក្រៅយ៉ាងលឿនសំដៅទៅកាន់ហាងលក់ម៉ូតូដែលគេបានទិញកាលពីម្សិលមិញជិះបានពាក់កណ្ដាលផ្លូវគេក៏មានអារម្មណ៍ថាដូចជាមានបុរសម្នាក់ជិះនៅខាងក្រោយខ្នងរបស់គេពេលដែលគេបានមើលតាមកញ្ចក់ក៏ឃើញបុរសដែលនៅខាងក្រោយខ្នងគេហ្នឹងបានអោនមកខ្សឹបដាក់ត្រចៀករបស់គេតិចតែដោយសារតែគេកំពុងតែជិះម៉ូតូទើបបានជាគេមិនដឹងថាអ្នកដែលនៅខាងក្រោយហ្នឹងគេនិយាយអីទេរកស្ដាប់មិនយល់រំពេចនោះបញ្ញាគេក៏ងាកទៅខាងក្រោយដើម្បីឲ្យដឹងថាតើម្ចាស់សំឡេងហ្នឹងជានរណាពេលដែលគេងាកទៅខាងក្រោយស្រាប់តែឃើញបុរសមៀតធំម្នាក់ខ្មៅក្រញាញកំពុងតែអង្គុយនៅខាងក្រោយខ្នងរបស់គាត់ពេលនោះបញ្ញាគេភ័យជាខ្លាំងគេបញ្ជាម៉ូតូរបស់គេនឹងលែងបានទៀតហើយក៏បានបើកជ្រុលទៅបុកនឹងបកគូភ្លើងមួយទំហឹងហើយគេក៏លែងដឹងខ្លួនទៀតទៅក្រោយមកបញ្ញាគេបានបើកភ្នែកសន្សឹមក៏ឃើញថាគេកំពុងតែដេកនៅលើគ្រែពេទ្យតែអ្វីដែលរន្ធត់ជាងនឹងទៅទៀតប្រិយមិត្តទាំងអស់គ្នាមានដឹងអត់ថាបរោះមៀតធំក្រមៅម្នាក់ហ្នឹងគេបានឈរនៅខាងចុងជើងរបស់បញ្ញាបរោះមៀតធំម្នាក់ហ្នឹងគេនៅសម្លឹងមកកាន់បញ្ញាយ៉ាងគួរឲ្យខ្លាចបរោះម្នាក់នោះសម្លឹងមិនទាន់បានប្រមាណផងស្រាប់តែក្បាលរបស់គេហ្នឹងដាច់ជ្រុះចេញពីលើស្មាយ៉ាងគួរឲ្យរន្ធត់តែម្ដង
ពេលនោះបញ្ញាគេក៏បានស្រែកពេញតែពេទ្យហើយនៅពេលហ្នឹងពេទ្យក៏បានរត់មកហើយក៏បានចាក់ថ្នាំសម្លាប់ឲ្យបញ្ញាព្រោះតែពេទ្យគិតថាប្រហែលជាបញ្ញាហ្នឹងគឺទទួលយកអារម្មណ៍ប៉ះទង្គិចមួយហ្នឹងអត់ទាន់បានទេក្រោយមកនៅពេលដែលថ្នាំអស់ប្រសិទ្ធភាពបញ្ញាគេក៏បានដឹងខ្លួនសារជាថ្មីតែម្ដងហ្នឹងគេអត់បានឃើញបរិសុទ្ធមៀតធំខ្មៅនោះទៀតទេគឺមានតែដេវីតប៉ុណ្ណោះដែលជាមិត្តសិស្សស្នារបស់គេនៅឈរក្បែរហ្នឹងហើយដេវីតគេក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ឲ្យបញ្ញាបានដឹងថាឯងដឹងអត់ម៉ូតូដែលឯងទិញកាលពីថ្ងៃមុនហ្នឹងគឺជាម៉ូតូរបស់បរិសុទ្ធម្នាក់ដែលត្រូវបានគេសម្លាប់កាលពីថ្ងៃមុនពេលដែលគេសម្លាប់ហើយម៉ូតូរបស់គាត់ក៏ត្រូវបានគេយកមកលក់នៅហាងម៉ូតូដែលឯងបានទិញកាលពីម្សិលមិញហ្នឹងម្ចាស់ហាងហើយនឹងចោរហ្នឹងពួកគេទាំងពីរហ្នឹងគឺខុបខិតនឹងគ្នាហើយឯងមានដឹងអត់បងពីរនាក់ដែលអង្គុយផឹកនៅខាងមុខបន្ទប់របស់ឯងហ្នឹងពួកគាត់គឺត្រូវបានខ្មោចម្ចាស់ម៉ូតូហ្នឹងលងដែរទើបធ្វើឲ្យគាត់នឹងមានអាការៈរវើរវាយហ្នឹងដោយឲ្យព្រះសង្ឃសូត្រមន្តរួចទើបគាត់វិលមកប្រកបដោយវិញហើយរឿងរ៉ាវដ៏រន្ធត់ដែលគាត់បានជួបហ្នឹងគាត់ក៏បាននិយាយប្រាប់អ្នកផ្ទះនិងអ្នកដែលនៅជិតខាងគាត់ទាំងបានដឹងពេលដែលដឹងរឿងបែបហ្នឹងហើយបញ្ញាគេក៏បានបោះរួមជ្រងអស់ហើយគេក៏មិននឹកស្មានថាម៉ូតូដែលគេបានទិញហ្នឹងមានរឿងរ៉ាវពិតនៅខាងក្រោយបែបហ្នឹងដែរក្រោយពីបញ្ញាបានចេញពីពេទ្យប៉ូលីសក៏បានសាកសួរបញ្ញាហើយប៉ូលីសគាត់ក៏បានរឹបអូសយកម៉ូតូហ្នឹងទៅឲ្យម្ចាស់គេវិញហើយប៉ូលីសគាត់ក៏បានរឹបអូសម៉ូតូរបស់គេហ្នឹងយកទៅវិញព្រោះវាគឺជាម៉ូតូដែលពាក់ព័ន្ធនឹងរឿងក្តីសម្លាប់មនុស្សមិនមែនតែប៉ុណ្ណោះទេឃាតករហើយនឹងម្ចាស់ហាងហ្នឹងក៏ត្រូវបានប៉ូលីសចាប់ហើយនឹងដាក់ទោសតាមច្បាប់ដែរតែអ្វីដែលសំខាន់ប៉ូលីសគាត់ក៏បានតម្រូវឲ្យម្ចាស់ហាងហ្នឹងសងលុយមកកាន់បញ្ញាវិញដែរចាប់តាំងពីថ្ងៃហ្នឹងមកបញ្ញាគេក៏បានទិញម៉ូតូថ្មីរបស់គេមកជិះហើយគេក៏រស់នៅក្នុងបន្ទប់ជួលដដែលតែគេមិនដែលឃើញម្ចាស់ម៉ូតូចាស់របស់គេហ្នឹងមកលេងទៀតទេបញ្ញាគេតែងតែឧស្សាហ៍ធ្វើបុណ្យឧទ្ទិសកុសលជូនម្ចាស់ម៉ូតូនោះដែរដើម្បីឲ្យគេបានឆាប់ទៅចាប់ភពថ្មីកុំឲ្យវិលវល់នឹងទ្រព្យរបស់ខ្លួនទៀតហើយរឿងរបស់យើងក៏បានចប់តែត្រឹមតែប៉ុណ្ណេះអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយខ្ញុំដំណាក់នឹងជួបអ្នកនៅវីដេអូក្រោយទៀតបាយបាយសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងមួយទៀតហើយដែលទទួលបានពីទំព័រ Facebook របស់ខ្ញុំហើយគេបានផ្ញើរឿងនៅគួរឲ្យខ្លាចហ្នឹងមកកាន់ខ្ញុំរួចខ្ញុំក៏បានចែករំលែករឿងនេះបន្តទៅកាន់ប្រិយមិត្តទាំងអស់គ្នារឿងមួយនេះខ្ញុំទទួលបានពីប្រិយមិត្តម្នាក់ទៀតហើយគាត់មានឈ្មោះថាពិសិដ្ឋគាត់បាននិយាយថានៅក្នុងអាជីពធ្វើការរបស់គាត់គឺមានឱកាសទទួលជួបរឿងមិនគួរឲ្យជឿនឹងព្រឺសម្បុរមិនចាញ់ការងារឬក៏អាជីពផ្សេងទៀតទេពិសិដ្ឋគាត់បាននិយាយថាការងារអាជីពរបស់គាត់ហ្នឹងគឺជាអ្នកលក់សម្ភារៈពេទ្យហើយការងាររបស់គាត់ភាគច្រើនតម្រូវឲ្យធ្វើការនៅគ្រប់ខេត្តហើយពិសិដ្ឋក៏បានចែករំលែករឿងរ៉ាវរបស់គាត់ទាំងមូលមកកាន់ Channel ដំណាក់របស់ខ្ញុំអូខេបើត្រៀមខ្លួនរួចហើយកុំឲ្យខាតពេលតោះទៅស្ដាប់រឿងពេញទាំងអស់គ្នារឿងខ្លីមួយនេះនិយាយអំពីបរិមម្នាក់គាត់មានឈ្មោះថាពិសិដ្ឋគាត់បាននិយាយថារឿងរ៉ាវមួយនេះវាបានកើតឡើងពី10ឆ្នាំមុនមកម្លេះលោកបានធ្វើការជាអ្នកលក់ឧបករណ៍សម្ភារៈពេទ្យគាត់ជាអ្នកផ្គត់ផ្គង់សម្ភារៈទាំងអស់ហ្នឹងតាមខេត្តទាំងអស់ទូទាំងប្រទេសមានថ្ងៃមួយហ្នឹងមានរឿងរ៉ាវអាក្រក់មួយបានកើតឡើងចំពោះគាត់នៅថ្ងៃមួយនោះពិសិដ្ឋគាត់បានចាំថាគាត់បានបើកឡានពេញមួយថ្ងៃហើយគាត់ពិតជានឿយហត់និងអស់កម្លាំងមែនទែននៅថ្ងៃនោះផងដែរគាត់បានបើកឡានដឹកសម្ភារៈពេទ្យទៅបាត់ដំបងនៅថ្ងៃនោះគាត់ហត់ជាខ្លាំងហើយគាត់ក៏បានសម្រេចចិត្តថាយប់ហ្នឹងគាត់នឹងឈប់សម្រាកដេកនៅសណ្ឋាគារមួយកន្លែងដើម្បីសម្រាកយកកម្លាំងហើយបន្តដំណើរទៅទៀតនៅព្រឹកស្អែក
បន្ទាប់ពីបើកបរបានមួយសន្ទុះអ្វីហ្នឹងដូចជាដំណើរការបានល្អធម្មតាទេនៅទល់មុខរបស់ពិសិដ្ឋឥឡូវហ្នឹងគឺមានសន្តាគារមួយគាត់បានព្យាយាមសង្កេតមើលសន្តាគារនោះពីក្រៅក៏ឃើញថាសន្តាគារមួយហ្នឹងគឺធំណាស់ហើយនៅខាងក្រោមក៏ឃើញមានឡានមួយចំនួនទៀតដែរដែលចតនៅទីហ្នឹងដូច្នេះហើយបានជាគាត់សម្រេចចិត្តថាចូលស្នាក់នៅក្នុងសន្តាគារមួយនោះដែរទៅរឿងដែលមិនគួរឲ្យជឿហ្នឹងនៅពេលដែលគាត់បានបើកឡានចូលទៅខាងក្នុងហើយទើបគាត់ចាប់អារម្មណ៍ថាអ្វីដែលគាត់បានឃើញមុនហ្នឹងមិនដូចជាការគិតរបស់គាត់ទេពេលដែលគាត់ក៏លេចពីខាងក្រៅមុនហ្នឹងគាត់ឃើញថាមានមនុស្សច្រើនកកកុញគ្នានៅទីនោះហើយចំណែកឯរថយន្តវិញក៏មិនតិចដែរតែនៅពេលដែលពិសិដ្ឋគាត់ចូលទៅដល់ខាងក្នុងគាត់ឃើញថាមានរថយន្តតែ2-3គ្រឿងតែប៉ុណ្ណោះបើប្រៀបធៀបនឹងសន្តាគារវិញសន្តាគារហ្នឹងគឺវាធំណាស់ហើយភាគច្រើនហើយមានច្រើនជាន់ទៀតតែឡានវិញមានតែ2-3គ្រឿងវាដូចជាមិនសមតតែសោះដោយសារតែពិសិដ្ឋគាត់នឿយហត់ពេកគាត់ក៏មិនបានគិតអីទេគាត់ក៏បានគិតថាប៉ុណ្ណឹងគឺអូខេហើយដោយគាត់គ្រាន់តែថតឡានដោយគាត់គ្រាន់តែចតឡានហើយដេកបន្តិចតែមួយយប់តែប៉ុណ្ណោះព្រឹកស្អែកក៏បន្តដំណើរទៅភ្នំពេញវិញទៅគាត់បានប្រាប់ខ្លួនឯងថាកុំគិតច្រើនពេកគិតបែបងាយទៅដេកតែបន្តិចបើកភ្នែកវិញគឺមេឃភ្លឺហើយពិសិដ្ឋគាត់បានបើកឡានចូលទៅចតនៅកន្លែងចំណតរួចហើយគាត់ក៏បានដើរសម្ដៅទៅ counter សួរទៅកាន់បុគ្គលិកសន្តាគារថាតើមានបន្ទប់ទំនេរដែរអត់តែតាមពិតទៅនៅក្នុងចិត្តរបស់គាត់បានដឹងចម្លើយរួចហើយនោះគឺប្រកាសណាស់ថាបន្ទប់ពិតជានៅទំនេរហើយមិនមែនទំនេរតែមួយទេគឺគាត់គិតថាទំនេរសឹងតែគ្រប់បន្ទប់ទៀតផងព្រោះថាសន្តាគារនេះគឺធំខ្លាំងណាស់វាមិនអាចទៅរួចទេដែលថាវាមិនមានបន្ទប់ទំនេរនោះនៅពេលនោះដែរបុគ្គលិកនៅទីនោះគាត់ក៏បាននិយាយថាមានបន្ទប់ទំនេរមួយវាគឺនៅជាន់ទី3នៅពេលដែលឮបែបហ្នឹងពិសិដ្ឋគាត់ក៏បានសួរលម្អិតពីបន្ទប់របស់គាត់ថាមានម៉ាស៊ីនត្រជាក់ដែរឬទេនិងបានសុំកូនសោបន្ទប់ពីបុគ្គលិកហើយនៅពេលនោះដែរខាងបុគ្គលិកគេក៏បានឲ្យកូនសោទៅឲ្យគាត់បន្ទប់ដែលគាត់ស្នាក់នៅនេះគឺបន្ទប់ដែលមានលេខ303តែដោយសារតែសន្តាគារមួយនោះព្រោះគាត់ទើបតែស្នាក់នៅដំបូងទើបបានជាពិសិដ្ឋហ្នឹងគាត់ឲ្យបុគ្គលិកនោះជូនឡើងទៅបន្ទប់ម៉ោងប្រហែលជា9យប់សន្តាគារមួយនេះគឺវាស្ងាត់មែនទែនតែមុនពេលដែលឡើងទៅបន្ទប់ខាងលើគាត់ក៏បានឲ្យបុគ្គលិកហ្នឹងចាំគាត់បន្តិចពិសិដ្ឋគាត់បានដើរទៅចំណតឡានម្ដងទៀតដើម្បីយករបស់របរប្រើប្រាស់របស់គាត់ដែលនៅក្នុងឡានហ្នឹងហើយវាជាទម្លាប់របស់ពិសិដ្ឋហើយនៅពេលដែលគាត់ទៅណាមកណាគាត់អត់ដែលយកសម្ភារៈរបស់របរច្រើនតាមខ្លួនគាត់នោះទេហើយទម្លាប់បែបហ្នឹងហើយដោយសារតែគាត់គឺជាមនុស្សខ្ជិលយករបស់តាមខ្លួនគាត់យកតែសម្ភារៈនិងសម្លៀកបំពាក់តិចតួចតែប៉ុណ្ណោះតាមខ្លួននៅពេលដែលគាត់យកអីវ៉ាន់រួចរាល់ហើយគាត់ក៏បានដើរត្រឡប់ទៅចណ្ដាលយន្តវិញពេលដែលចូលទៅដល់ក្នុងចណ្ដាលយន្តណាគាត់ក៏បានចុចលេខ3ដើម្បីឡើងទៅជាន់ខាងលើនៅពេលដែលឡើងទៅដល់ខាងលើហើយចណ្ដាលយន្តក៏បានបើកទ្វារហើយអ្វីដែលពិសិដ្ឋបានឃើញនៅទីនេះវាហាក់ដូចជានៅក្នុងរឿងភាពយន្តរន្ធត់មួយចឹងច្រកដើរវាគឺស្ងាត់ណាស់ស្ទើរតែគ្មានភ្លើងបំភ្លឺហើយសន្តាគារមួយនេះប្រើតែអំពូលភ្លើងពណ៌ទឹកក្រូចទេដោយអំពូលភ្លើងដេញមូសចឹងច្រកដើរនោះគឺគេប្រើកម្រាលព្រំពណ៌ក្រហមដែលធ្វើឲ្យបរិយាកាសនៅទីហ្នឹងគឺគួរឲ្យខ្លាចមែនទែនពិសិដ្ឋគាត់បានដើររហូតដល់មុខបន្ទប់របស់គាត់ហើយគាត់ក៏បានឲ្យបុគ្គលិកសន្តាគារហ្នឹងចាក់សោបើកទ្វារឲ្យគាត់ហើយដំបូងដែលពិសិដ្ឋចាប់អារម្មណ៍មុនគេហ្នឹងគឺមានខ្យល់ត្រជាក់បក់ចេញពីក្នុងបន្ទប់ហ្នឹងបក់មកកាន់គាត់តែម្ដងពិសិដ្ឋគាត់ព្រឺរោមពេញខ្លួនហើយនៅពេលដែលខ្យល់ត្រជាក់បក់មកកាន់គាត់ហ្នឹងប៉ុន្តែនៅពេលហ្នឹងគាត់ធ្វើអារម្មណ៍ដូចជាធម្មតាព្រោះមិនចង់ឲ្យបុគ្គលិកដែលជូនគាត់មកហ្នឹងគិតថាគាត់ខ្លាចប៉ុន្តែបុគ្គលិកសន្តាគារវិញគេក៏សង្កេតឃើញថាពិសិដ្ឋហ្នឹងគេខ្លាចហើយពេលនោះបុគ្គលិកសន្តាគារគាត់ក៏បាននិយាយទៅកាន់ពិសិដ្ឋថាមិនអីទេបងគ្រាន់តែដេកមួយយប់ទេ
Nơi pe đài này dậy chọp hái bốc lực sẵn thà kia có cho thật rau mình từ nơi so tai bị sát tê cái cho nó mọt phi bẩn tục hơi rương môn kê để kê khơi nắng cứ cọt khơi tha rương sẵn hà râm tiếng o để nơi không bẩn tục nắng á cứ viên nơi thay để đài hơi rương tiếng o sót tại thua bị trừ ra chả na bót cha bò ran đôi sầm mai bờ rang chân pe đài cho tao khẳng nóng bị sát cọt khơi tha nơi khẳng chuyên đài rồi bỏ cọt nắng cứ chia bẩn tục tật trong này ai nơi khẳng đam đài rồi bỏ cọt vĩnh cứ chỉ tu khả ảo đài tu mùi nắng á nơi pi khẳng một vía cứ miên chua cần chọ thông mùi nơi khẳng một rồi bỏ vía bị sát ban đa châu tờ tròn có khơi tha miên kre nơi pi khẳng chuyên hơi trong này ai tu rồi tu vĩnh cứ nơi khẳng đam hơi nơi trong bẩn tục nắng cứ miên thuê cần chọ mùi đài thuê cần chọ mùi nắng á ai ao dương bao tranh tới do khẳng cào bàn về đài bị sát ban châu tờ không bẩn tục cốt của ban bao tu hai co ỏng côi mơ kì tốt bao mới tòng từ hai còi bị cốt ban mơ chóp cốt của ban riệp chom từ ngụy tật nơi pe để cốt từ ngụy tật nắng á cốt của ban bao tu chào đám bay oi bạ ra ca được không một tục ní miên phiếp rồi xa lang mình tành bật toạp móc bị sát cốt của ban châu ngụy tật nó không an cốt mình ban bắt thuê bật tục tật rồi bỏ cốt tề pro cốt kết tha nơi không bật tục nắng á cứ miên tại cốt mình nhẹ tề tú bay chỉ cốt mình bắt có mình miên để na khơi cốt đài hay na muối vi ọt sơi khai phong prey mà từng ọt khné đừng ọt tha nơi pe để dương ngụy tật nơi không tia dương rồi còn nơi tí ná bà sân chỉ dương ọt bật thuế cứ chỉ riêng thua mà đa tề còn tái bà nơi tam sân tha kia khai với nhá dương mình ai tục chất ban tề pro sân tha kia khai cốt ai lui thọt rồi còn lui mơ dương tao rồi dạ cần chọn thuê tu khả ao ấy có tha ban đài được cho này hái bà miên prey mà đầm nạ na cho kỳ nơi không sân kia ấy á complete trong bây giờ phong nà bầm non ló pi đầm nạ ok bẩn to một sợi rương dương vinh bị sát kế ban ngôi tật tam thua mà đa rồi bỏ kề bẩn to bị kế ban ngôi tật hái kế của ban riệp chom khuôn sầm rạp kề hai vị thi kề rồi bỏ bị sát á cứ sọt điên nâng admin đài cứ kế ban bao phơi bật không một tục tật chào rúi kế của ban bao tu chào tham thiệt phong bẩn tái kế ban sẽ sầm lấy tu nắng oi nô tia bồng phật bẩn to móc kế của ban bật phơi một tục rúi của ban đầy từ np để kế đây nắng á phơi tu nó cứ trăng một lực kê kế nó pênh mùi dục tay mà đòn hơi đời xa tại phiệp nơi hot bị sát của ban kê mùi sờ bỏ từ bị sát luôn ánh kê mình đang thả kê nó kê tăng bị pena tỉ tại phim nữa cốt của ban thì nhận đang luôn phim bên nút bị sát luôn ánh mình đang thả cao nó mau của màn tỉ con tại kê đang thả bại giá ca nó bên nắng á cứ trồng like maintain nó không mình tốt chẳng muốn cứ ngồi ngất cái miên phần lư ấy tê xong bay ta phần lư nó không bật tốt tất có ọt phần lư đài tranh bị tu rồi có ọt đài miên tai phần lư để trăng một cái tam rồi dạ còn chọn bằng uôi tai phần nọ trong này ai tu rồi để cái ban bao chào môn nắng á viết của ban bất ngờ ngất tiếng song đài bị rất có cho tha ta hạt ấy ban chỉ tu rồi nắng viết bắt ở luôn ảnh nộp về nó bị rất có ban phi diêm của lấy mơ trung bình tai mình khơi miên ấy chồng lại nó tê còn tai kê sòng kê khơi tha nơi không mình tốt tất ót ngắt đôi môn tê kê ban lư sầm lên chồng lại để tranh không bật tốt tất rồi bỏ kê năng để viết thưa ao bị sắt luôn ai nhá bác sọ tai mà đòn bị sắt kê chia mình nấu khai khmỏi kê mình hiên đa từ mơ tê bị sắt kê chập đam phây hỏi bự sầm bol pin luôn nợ bên nắng á kế mình đăng miên ấy nó không mình tốt tất tê kế mình hiên mơ đổi pnei to tê pnei bỏ bị sát á kế ban chia diêm sầm lăng từ can thuê bật tốt tất tam rồi dẹ chầm nàng plat cảnh chọn tu cả áo kế vinh còn tai bẩn toạp mốc có miên rương nước sman mà đó ban cả làng rồng bách đai cầm pung này dây đắng á thuê bật tốt tất đài bị đam lái bao tay bẩn tay tê thuê bẩn tục tất á viết ban bạc lang dư hơi bên nó thuốc bay chia bị sát kê mình chọn khơi có viết mình ai bỏ cay ban đài kê mình đăng tề thả hẹt ấy ban chỉ thuê bẩn tục tất nắng viết bạc lang được luôn anh tề bên nắng á kê nông miên ở rõm phây kha chả để dây ấy ọt tranh lại
នៅពេលដែលទ្វារបន្ទប់ទឹកនឹងបើកឡើងណាស្រាប់តែចេញរូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងគឺគេបានឃើញស្ត្រីម្នាក់កំពុងតែអង្គុយនៅលើបង្គន់ស្ត្រីម្នាក់ហ្នឹងណាស្លៀកពាក់កៅអៅពណ៌ខ្មៅស្បែកជើងពណ៌ខ្មៅហើយនឹងមានសក់វែងហើយអ្វីដែលគួរឲ្យខ្លាចទៀតហ្នឹងគឺស្ត្រីម្នាក់ហ្នឹងកំពុងតែសម្លឹងមកកាន់ពិសិដ្ឋតាមរយៈទ្វារកញ្ចក់នៃទូកៅអៅនោះទៀតផងរំពេចនោះនាងក៏បានញញឹមមកកាន់ពិសិដ្ឋតាមរយៈកញ្ចក់ទូកៅអៅហ្នឹងហើយស្នាមញញឹមមួយហ្នឹងគឺគួរឲ្យខ្លាចជាងអីទៅទៀតរឿងរ៉ាវមួយនេះវាអត់ទាន់បញ្ចប់នៅទេស្ត្រីម្នាក់នោះមិនដឹងថាធ្វើអីនៅក្នុងបន្ទប់ទឹកទេនាងបានស្រែកចេញមកយឺតហាក់ដូចជាកំពុងព្យាយាមចេញពីបន្ទប់ទឹកអញ្ចឹងពិសិដ្ឋគេបានត្រឹមតែដេកនៅលើគ្រែរបស់គេស្ងៀមត្រឹងព្រឺរោមពេញតែខ្លួនមិនដឹងថាត្រូវធ្វើអ្វីទេពេលហ្នឹងគេចង់រត់ចេញពីបន្ទប់ទឹកហ្នឹងក៏រត់ចេញអត់កើតដែរព្រោះថាបើសិនជាគេចង់រត់ចេញគេត្រូវរត់កាត់មុខបន្ទប់ទឹកសិនទើបគេអាចចេញទៅក្រៅបាននៅពេលនោះពិសិដ្ឋគេក៏បានសម្រេចចិត្តការពារខ្លួនគេសិនដោយគេមានខ្សែកបន្តោងរូបព្រះនៅជាប់នឹងខ្លួនរបស់គេប៉ុន្តែវានៅតែមិនទាន់ធម្មតាទេសំឡេងចម្លែកមួយហ្នឹងដែលវាជាសំឡេងរបស់ស្ត្រីដែលកំពុងព្យាយាមចេញមកខាងក្រៅហ្នឹងវានៅតែបន្តឮហើយឮកាន់តែខ្លាំងឡើងទៀតផងពិសិដ្ឋគេបានគិតនៅក្នុងចិត្តគេថាសំឡេងមួយហ្នឹងហាក់ដូចជាស្ត្រីម្នាក់ហ្នឹងកំពុងព្យាយាមប្រើដៃរបស់គេហ្នឹងទាញខ្លួនរបស់គេហ្នឹងចេញមកក្រៅនៅពេលហ្នឹងដែរគេត្រៀមចិត្តរួចហើយតែគេនៅតែមិនហ៊ានមើលរូបភាពចំមុខរបស់គេទេទោះបីជាគេស្ដាប់ឮតែសំឡេងក៏ដោយក៏គេអាចកត់សម្គាល់បានដែរថាស្ត្រីម្នាក់ហ្នឹងកំពុងតែធ្វើសកម្មភាពអ្វីស្ត្រីដែលនៅក្នុងបន្ទប់ហ្នឹងនៅតែបន្តស្រែកហើយស្រែកទៀតនៅពេលនោះគេមិនអាចធ្វើអ្វីបានទេអ្វីដែលគេអាចធ្វើបាននៅពេលហ្នឹងគឺគេដេកញ័រខ្លួននៅលើគ្រែហើយសូត្រធម៌នៅក្នុងចិត្តតែប៉ុណ្ណោះតែដោយសារតែគេភ័យពេកទើបបានជាពិសិដ្ឋសូត្រធម៌ខុសខ្លះត្រូវខ្លះគេមិនដឹងថាសូត្រស្អីខ្លះទេនៅពេលហ្នឹងពេលដែលពិសិដ្ឋសូត្រធម៌នោះគេគិតថាការសូត្ររបស់គេហ្នឹងពិតជាបានផលមែនទែនដោយសារតែពេលដែលគេបានសូត្រនោះសំឡេងស្ត្រីដែលនៅក្នុងបន្ទប់ហ្នឹងវាក៏បានស្ងាត់ហើយវាក៏បានឆ្លាស់គ្នានៅពេលដែលសំឡេងខ្មោចស្រីម្នាក់ហ្នឹងស្ងាត់សំឡេងទូរទស្សន៍ហ្នឹងវាក៏បានបើកឮវិញម្ដងពិសិដ្ឋគេបានបើកវាំងននយឺតហើយគេក៏បានសង្កេតឃើញថាបន្ទប់របស់គេចាប់ផ្ដើមចាំងពន្លឺពីទូរទស្សន៍មកវិញហើយតែគេក៏បានកើតក្តីព្រួយបារម្ភមួយទៀតហើយដោយសារតែទូរទស្សន៍ហ្នឹងវាបានបើកឡើងដោយខ្លួនឯងឬក៏គេគិតថាវាកើតឡើងដោយសារតែខ្មោចស្រីដែលនៅក្នុងបន្ទប់ទឹកហ្នឹងប៉ុន្តែនៅពេលនោះពិសិដ្ឋគេមិនបានធ្វើអ្វីដដែលគឺគេមានតែភាពក្លាហានរបស់គេតែប៉ុណ្ណោះពិសិដ្ឋគេដាច់ចិត្តហើយគេបានក្រឡេកមើលទៅក្នុងបន្ទប់ទឹកស្រាប់តែឃើញតាមទ្វារបន្ទប់ទឹកហ្នឹងគឺមានតែទឹកបើកចោលតែប៉ុណ្ណោះជាការពិតបន្ទប់ទឹកគឺទទេហើយគេក៏មិនបានឃើញខ្មោចស្រីនោះដែរនៅក្នុងបន្ទប់ទឹកហ្នឹងនៅពេលដែលដឹងថានៅក្នុងបន្ទប់ទឹកអត់មានខ្មោចស្រីហ្នឹងពិសិដ្ឋគេក៏បានសម្រេចចិត្តដ៏ត្រឹមត្រូវមួយគឺគេបានក្រឡេកទៅឃើញសោឡានរបស់គេដែលនៅក្បាលគ្រែហ្នឹងគេក៏បានយកវាហើយរត់ចេញពីបន្ទប់ភ្លាមរត់ចេញតាមជណ្ដើរក្បែរជណ្ដើរយន្តរត់គេក៏បានរត់មកដល់ក្រោមកន្លែងដែលបុគ្គលិកសន្តាគារនឹងធ្វើការនៅពេលដែលគេចូលមកដល់គេក៏បានឃើញបុគ្គលិកវ័យក្មេងម្នាក់ហើយបុគ្គលិកវ័យក្មេងនោះគេបានមើលមកកាន់ពិសិដ្ឋទាំងមានការភ្ញាក់ផ្អើលប្រហែលជាដោយសារតែពិសិដ្ឋហ្នឹងគេបានរត់ចូលដោយទឹកមុខភ្ញាក់ផ្អើលខ្លាំងពេកហើយបុគ្គលិកម្នាក់នោះគេបានសួរទៅកាន់ពិសិដ្ឋថាបងតើបងកើតរឿងអីដែរប៉ុន្តែនៅពេលនោះពិសិដ្ឋគេនៅតែភ័យខ្លាចគេអត់បាននិយាយអីទេគ្រាន់តែចុះមកអង្គុយនៅលើកៅអីតែប៉ុណ្ណឹងនៅក្នុងចិត្តរបស់ពិសិដ្ឋគេគិតថាយប់នេះប្រហែលជាគេត្រូវដេកនៅក្នុងឡានហើយព្រោះរបស់របរដែលគេបានរៀបចំទុកហ្នឹងគឺវានៅក្នុងបន្ទប់នៅឡើយទេតោះតែព្រឹកទើបគេហ៊ានទៅយកមកវិញពិសិដ្ឋគេបានមើលទៅចំណតឡានរបស់គេក៏ឃើញថានៅក្នុងចំណតឡានហ្នឹងគឺ
គឺនៅសល់តែឡានរបស់គេនឹងមួយប៉ុណ្ណោះចំណែកឯឡានពី3គ្រឿងទៀតដែលគេចតពីដំបូងការពីប្រលប់ហ្នឹងគឺបាត់អស់ហើយនៅពេលនោះគេក៏បានក្រឡេកទៅកាន់នាឡិកាដៃរបស់គេក៏ឃើញថាម៉ោងគឺ3កន្លះទៀបភ្លឺទៅហើយនៅពេលនោះពិសិដ្ឋគេបានគិតថាការដេកនៅក្នុងឡានរបស់គេនៅពេលហ្នឹងវាមិនមែនជារឿងល្អទៀតទេព្រោះតែត្រូវដេកនៅចំណតឡានតែម្នាក់ឯងគឺវាគួរឲ្យខ្លាចជាងការដេកនៅក្នុងបន្ទប់មុនហ្នឹងទៀតណាមួយកាមេរ៉ានៅទីនោះគឺវាក៏ងឹតថែមទៀតផងដូច្នេះហើយពិសិដ្ឋគេក៏បានសម្រេចចិត្តដេកនៅក្បែរកន្លែងទទួលភ្ញៀវនោះដេកក្បែររូបព្រះដែលនៅក្បែរហ្នឹងយ៉ាងហោចណាស់ក៏មានគ្នា2នាក់បុគ្គលិកសទ្ធាគារនឹងដែរវាមិនសូវខ្លាចទោះបីជាគេដេកនៅទីនោះក៏ពិតមែនប៉ុន្តែគេមិនបានដេកលក់ស្រួលទេគឺគេដេកភ្ញាក់រហូតម៉ោងប្រហែលជា6ព្រឹកនៅពេលនោះថ្ងៃក៏ចាប់ផ្ដើមរះហើយពេលនោះពិសិដ្ឋគេក៏បានសម្រេចចិត្តត្រឡប់ទៅបន្ទប់របស់គេវិញដើម្បីប្រមូលសម្ភារៈនិងខោអាវដើម្បីត្រឡប់ទៅភ្នំពេញវិញនៅពេលដែលគេទៅដល់ក្នុងបន្ទប់ហ្នឹងគេមិនបានធ្វើអ្វីទាំងអស់គេបានបើកទ្វាររួចហើយក៏ដើរត្រង់ទៅប្រមូលសម្ភារៈរបស់គេប៉ុន្តែអ្វីដែលកត់សម្គាល់គឺគេចាប់អារម្មណ៍ថានៅក្នុងបន្ទប់ហ្នឹងទូរទស្សន៍គឺនៅតែបន្តបើករហូតនៅពេលដែលពិសិដ្ឋរៀបចំអីវ៉ាន់រួចគេក៏បានដើរចេញមកភ្លាមដោយមិនបានងូតទឹកដូរខោអាវឬក៏សម្អាតបន្ទប់អីទេពេលដែលគេចុះមកដល់ក្រោមភ្លាមគេក៏បានប្រគល់សោទៅឲ្យបុគ្គលិកសទ្ធាគារនៅទីនោះភ្លាមគេមិនបាននិយាយអីមួយម៉ាត់ទេតែនៅក្នុងចិត្តរបស់គេបានគិតថាគ្មានលើកទី2ទេដែលគេមកគេងនៅសទ្ធាគារនេះហើយភ្លាមនោះគេក៏បានបើកឡានចេញទៅនៅពេលដែលគេបើកឡានចេញបានមួយសន្ទុះពិសិដ្ឋគេក៏បានជួបនឹងបរិសុទ្ធចំណាំម្នាក់គាត់កំពុងត្រូវការឡានតាក់ស៊ីជិះទៅភ្នំពេញវិញដែរហើយបរិសុទ្ធចំណាំម្នាក់នោះគេក៏បានសុំឡានពិសិដ្ឋហ្នឹងទៅជាមួយចំណែកឯពិសិដ្ឋគេក៏បានឈប់រួចហើយក៏ឲ្យគាត់ទាំងធ្វើដំណើរទៅជាមួយទៅគ្រាន់តែមានគ្នាជជែកលេងកែអបសុកទៅភ្នំពេញវិញហ្នឹងកំពុងតែបើកហ្នឹងពិសិដ្ឋគេក៏បានឃើញម៉ាតមួយកន្លែងគេក៏បានឈប់ឡានដើម្បីទិញកាហ្វេមួយកែវពេលដែលឡើងមកដល់លើឡានវិញបរិសុទ្ធចំណាស់ម្នាក់នោះគាត់ឃើញសភាពរបស់ពិសិដ្ឋនឹងដូចជាមិនសូវជាល្អប្រហែលទេហើយបរិសុទ្ធចំណាស់ម្នាក់នោះក៏បានសួរពិសិដ្ឋថាតើគេកើតអីពិសិដ្ឋគេក៏បានប្រាប់ទៅបរិសុទ្ធចំណាស់នោះវិញថាគេមិនបានកើតអីទេព្រោះតែយប់វិញហ្នឹងគេគេងអត់សូវលក់បរិសុទ្ធចំណាស់ម្នាក់ហ្នឹងគាត់បានសួរតបទៀតហើយថាក្មួយដេកនៅសន្តាគារចំណាស់មួយក្បែរស្ទឹងនឹងមែនអត់ដោយសារតែចង់ដឹងពិសិដ្ឋគាត់ក៏បានសួរទៅវិញថាតើសន្តាគារមួយហ្នឹងមានប្រវត្តិយ៉ាងម៉េចដែរអ៊ំចម្លើយរបស់បរិសុទ្ធចំណាស់ម្នាក់នោះបានធ្វើឲ្យពិសិដ្ឋហ្នឹងគេភ្ញាក់ផ្អើលយ៉ាងខ្លាំងបរិសុទ្ធចំណាស់ម្នាក់ហ្នឹងគាត់បាននិយាយថាសន្តាគារមួយនោះពីដើមគឺល្បីល្បាញខ្លាំងណាស់វាជាការពិតតែវាក៏មានប្រវត្តិមិនល្អណាស់ដែរសន្តាគារមួយហ្នឹងវាបានសាងសង់យូរមកហើយតាំងពីសម័យបារាំងមកម្លេះហើយវាក៏មានករណីស្លាប់ជាច្រើនដែរនៅក្នុងសន្តាគារមួយហ្នឹងអាចនិយាយបានថាបន្ទប់ជាច្រើនដែលនៅក្នុងសន្តាគារហ្នឹងសុទ្ធតែមានករណីស្លាប់ហើយយ៉ាងហោចណាស់ក៏មានមួយករណីដែរគាត់បានបន្តទៀតថាមិនមែនតែក្មួយទេដែលមិនដឹងសូម្បីតែបុគ្គលិកដែលធ្វើការនៅទីនោះក៏គេមិនដឹងថាបន្ទប់303ដែលពិសិដ្ឋស្នាក់នៅនោះធ្លាប់កើតរឿងអីដែរព្រោះម្ចាស់សន្តាគារនៅទីនោះគេបានលាក់ការយ៉ាងជិតណាស់គេមិនអោយអ្នកណាដឹងនោះទេសូម្បីតែរឿងកើតឡើងដោយរបៀបណាក៏គេបានលាក់ចិត្តដែរក្រោយពីឆ្លងកាត់រឿងរ៉ាវមួយនេះពិសិដ្ឋគេបានរៀបចំផែនការថ្មីរបស់គេហើយអត់ដូចមុនទៀតទេគឺថានៅពេលដែលគេចុះធ្វើការតាមខេត្តណាមួយគេត្រូវជ្រើសរើសសន្តាគារជាមុនឲ្យហើយដើម្បីការពារកុំឲ្យជួបរឿងបែបនេះកើតឡើងតទៅទៀតហើយនេះក៏ជាបទពិសោធន៍ដែលពិសិដ្ឋជួបប្រទះរឿងរ៉ាវដ៏រន្ធត់គួរឲ្យខ្លាចសូម្បីតែសពថ្ងៃនេះក៏គេនៅតែខ្លាចដែរពិសិដ្ឋគេមិនអាចបំភ្លេចរឿងរ៉ាវនេះបានទេហើយខ្ញុំក៏អរគុណទៅដល់ពិសិដ្ឋដែរសម្រាប់រឿងមួយនេះហើយបើប្រិមិត្តណាមានរឿងភ័យរន្ធត់ចង់ឲ្យខ្ញុំលើកមកនិយាយក៏អាចផ្ញើមកកាន់ខ្ញុំបានដែរហើយមុននឹងចុចបិទវីដេអូមួយនេះសូមរំខានដល់ប្រិមិត្តទាំងអស់គ្នាជួយចុច Subscribe ដើម្បីជាការគាំទ្រដល់ខ្ញុំហើយរឿងរបស់យើងក៏បានបញ្ចប់
អរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់ហើយខ្ញុំនឹងនិទានរឿងរន្ធត់ដល់អ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ដំណាក់ថ្ងៃនេះខ្ញុំវិលត្រឡប់មកជួបប្រិយមិត្តទាំងអស់គ្នាវិញហើយដោយថ្ងៃនេះខ្ញុំបានលើកយករឿងមួយដែលនិយាយអំពីផ្ទះមួយទឹកដែលនៅក្នុងទីក្រុងភ្នំពេញហើយប្រិយមិត្តណាខ្លះដែលកំពុងស្វែងរកផ្ទះមួយទឹកខ្ញុំគិតថានៅក្នុងសម័យសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះបែបហ្នឹងផ្ទះមួយទឹកគឺជាជម្រើសល្អបំផុតហើយព្រោះវាមានតម្លៃថោកថែមទាំងមានជម្រើសជាច្រើនសម្រាប់ជ្រើសរើសទៀតផងហើយប៉ុន្តែប្រិយមិត្តទាំងអស់គ្នាប្រកាសអត់ថាផ្ទះមួយទឹកដែលប្រិយមិត្តកំពុងតែរកទិញហ្នឹងគឺជាផ្ទះដែលល្អហើយគ្មានប្រវត្តិគួរឲ្យខ្លាចមែនអត់ហើយរឿងមួយនេះគឺមានប្តីប្រពន្ធ2នាក់គាត់បាននិយាយប្រាប់ថាគាត់បានទិញផ្ទះនៅក្នុងក្តីសម័យរបស់គាត់បានហើយប៉ុន្តែបន្ទាប់ពីគាត់បានផ្លាស់ប្ដូរមករស់នៅក្នុងផ្ទះហ្នឹងគាត់ក៏បានជួបរឿងចម្លែកជាច្រើនហើយពេលនោះទើបគាត់ដឹងថាផ្ទះដែលគាត់បានទិញហ្នឹងពិតជាចង្រៃមែនទែនផ្ទះដែលគាត់បានទិញហ្នឹងគឺវាមានប្រវត្តិគួរឲ្យរន្ធត់មែនទែនដោយសូម្បីតែគាត់ខ្លួនឯងផ្ទាល់ហ្នឹងក៏នឹកស្មានមកដល់ដែរគ្រាន់តែបានស្ដាប់រឿងប៉ុណ្ណឹងតើប្រិយមិត្តទាំងអស់គ្នាចាប់អារម្មណ៍ដែរឬអត់ដូចនេះបើសិនជាចង់ស្ដាប់រឿងទាំងមូលអូខេចឹងសូមប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយទៅដើម្បីលើកទឹកចិត្តដល់ខ្ញុំផងអូខេចុចរួចនៅបើចុចរួចហើយតោះយើងទៅស្ដាប់រឿងពេញទាំងអស់គ្នារឿងមួយនេះយើងនិយាយអំពីប្តីប្រពន្ធ2នាក់គាត់បានរៀបការជាមួយគ្នាអស់រយៈពេលប្រហែល3ឆ្នាំមកហើយដែលប្តីគាត់នឹងមានឈ្មោះថាសំណាងចំណែកឯប្រពន្ធរបស់គាត់វិញមានឈ្មោះថាស្រីណុចគាត់បានរៀបការជាមួយគ្នានឹងហើយក៏បានរស់នៅជាមួយគ្នានៅទីក្រុងភ្នំពេញតែ2នាក់ហ្នឹងទេបន្ទាប់ពីគាត់រៀបការរួចហើយគាត់មិនទាន់មានលទ្ធភាពអាចទិញដីទិញផ្ទះដល់ខ្លួនឯងបានឡើយដោយគាត់ទាំង2នាក់ហ្នឹងបានស្នាក់នៅផ្ទះជួលអស់រយៈពេលប្រហែល3ឆ្នាំដោយគាត់ទាំងពីរបានចាប់ដៃគ្នាខិតខំធ្វើការសន្សំប្រាក់កាក់ជាមួយគ្នាមិនហ៊ានចាយផ្ដេសផ្ដាសឡើយក្រោយពីរស់នៅជាមួយគ្នាអស់រយៈពេលយ៉ាងយូរហ្នឹងប្តីប្រពន្ធទាំងពីរក៏បាននិយាយព្រមព្រៀងគ្នាថាគាត់ចង់ទិញផ្ទះមួយដែលជារបស់ខ្លួនឯងតែដោយសារតែការងាររបស់ពួកគាត់នឹងទទួលបានប្រាក់ខែមិនសូវច្រើនទើបធ្វើឲ្យពួកគាត់នឹងមិនមានលទ្ធភាពអាចទិញផ្ទះថ្មីបានទេហើយណាមួយទៀតផ្ទះថ្មីដែលនៅទីក្រុងភ្នំពេញបច្ចុប្បន្នហ្នឹងគឺមានតម្លៃថ្លៃមែនទែនដូច្នេះហើយទើបធ្វើឲ្យគូស្នេហ៍ទាំងពីរហ្នឹងបានបដូរចិត្តពីការស្វែងរកទិញផ្ទះថ្មីមកព្យាយាមស្វែងរកទិញផ្ទះមួយទឹកវិញដើម្បីបង្កើតគ្រួសាររបស់ពួកគេគ្រួសារមួយគូនេះបានចំណាយពេលរាប់ខែដើម្បីស្វែងរកផ្ទះមួយដែលពួកគេចង់បានគឺសម្រាប់គ្រួសារតូចមួយដែលមានទំហំដីល្អនិងមានតម្លៃមិនថ្លៃពេកទេប្តីប្រពន្ធទាំងពីរនេះគេមិនសូវចង់បានទីតាំងល្អពេកទេតាមផ្លូវតូចឬក៏ជាយក្រុងបន្តិចហ្នឹងក៏បានដែរតែរាល់ពេលដែលពួកគេទៅរកផ្ទះថ្មីដែលគេពេញចិត្តហើយហ្នឹងវាច្រើនតែជួបបញ្ហាតម្លៃថ្លៃពេកតម្លៃមិនសូវត្រូវគ្នាឬក៏មួយទៀតហ្នឹងអំឡុងពេលដែលពួកគេកំពុងតែសម្រេចចិត្តទិញផ្ទះហ្នឹងម្ចាស់ផ្ទះក៏បានលក់ផ្ទះហ្នឹងឲ្យអ្នកផ្សេងបាត់ទៅរហូតមកដល់ថ្ងៃមួយខណៈពេលដែលលោកសំណាងដែលត្រូវជាប្តីហ្នឹងកំពុងតែឆែកវែកផ្សាយរកទិញផ្ទះមួយទឹកហ្នឹងគាត់ក៏បានឃើញគេបង្ហោះលក់ផ្ទះមួយដែលផ្ទះមួយហ្នឹងមានតម្លៃទាបមិនគួរឲ្យជឿទេផ្ទះមួយហ្នឹងវាមាន2ជាន់បន្ទប់គេង3បន្ទប់ទឹក2ថែមទាំងមានចំណតរថយន្តនិងសួនច្បារថែមទៀតផងហើយអ្វីដែលមិនគួរឲ្យជឿទៅទៀតនោះវាមានតម្លៃថោកជាងជិតពាក់កណ្ដាលនៃតម្លៃទីផ្សារបច្ចុប្បន្នពេលដែលលោកបានឃើញភ្លាមលោកសំណាងគាត់ក៏បានខលទៅប្រពន្ធរបស់គាត់នឹងភ្លាមតែម្ដងហើយផ្ញើរូបភាពផ្ទះហ្នឹងទៅឲ្យប្រពន្ធគាត់មើលពេលដែលនាងបានឃើញហើយនាងចាប់អារម្មណ៍យ៉ាងខ្លាំងតែអំឡុងពេលដែលនាងកំពុងតែចាប់អារម្មណ៍ហ្នឹងនាងក៏មានសំណួរនៅក្នុងចិត្តរបស់នាងដែរថាតើតម្លៃថោកប៉ុណ្ណាមិនក៏អត់មានអ្នកទិញចឹងពេលល្ងាចដែលចេញពីធ្វើការមកដល់ផ្ទះហ្នឹងពួកគេទាំងពីរក៏បានពិភាក្សាគ្នាក៏ឃើញថាផ្ទះមួយហ្នឹងមើលទៅវារាងចាស់បន្តិចប៉ុន្តែបើគិតជារួមទៅក៏វាស្អាតម្យ៉ាងដែរវាជាផ្ទះដែលមានផ្ទៃដីធំទូលាយណាមួយវាស្ថិតនៅមិនឆ្ងាយពីកន្លែងដែលគាត់ធ្វើការនោះទេដូច្នេះហើយទើបបានជាពួកគេសម្រេចចិត្តណាត់អ្នកដែលផុសលក់ហ្នឹងជួបគ្នាដើម្បីមើលផ្ទះថ្ងៃដែលណាត់មើលផ្ទះហ្នឹងក៏បានមកដល់ពេលដែលប្តីប្រពន្ធ2នាក់គាត់មកដល់មុខផ្ទះហ្នឹងក៏ឃើញថាអ្នកដែលផុសលក់ផ្ទះហ្នឹងគឺគាត់បានមកឈរចាំនៅពីមុខហ្នឹងហ្មង
ហើយមិនដឹងថាគាត់ឈរចាំនៅហ្នឹងតាំងពីពេលណាទេពេលដែលកំពុងតែមើលផ្ទះហ្នឹងអ្នកលក់គាត់បាននិយាយថាគាត់មានអារម្មណ៍ល្អច្រើនជាមួយនឹងផ្ទះមួយនេះតែដោយសារតែគាត់នឹងប្រញាប់លុយទើបគាត់បង្ខំចិត្តលក់វាគាត់ពិតជាមិនចង់លក់ផ្ទះហ្នឹងទេចំណែកឯប្តីប្រពន្ធទាំងពីរវិញគាត់មិនបានចាប់អារម្មណ៍នឹងការរៀបរាប់របស់អ្នកលក់ប្រមាណទេពួកគេគិតតែព្យាយាមដើរជុំវិញផ្ទះហើយក៏បានឃើញថានៅផ្ទះមួយហ្នឹងមើលទៅគឺល្អជាងការរំពឹងទុករបស់ពួកគាត់ទៅទៀតផ្ទះមួយនេះគឺមាន2ជាន់ស្ថិតនៅសង្កាត់មួយនៅក្នុងខណ្ឌស្ទឹងមានជ័យយើងហ្នឹងទេហើយនៅខាងមុខផ្ទះគឺមានសួនច្បារមានដើមផ្កាជាច្រើនទៀតដែលកំពុងតែរីកនៅហ្នឹងហើយមានសួនតូចៗជាច្រើនទៀតដែលនៅចំហៀងផ្ទះតែមានខ្លះហ្នឹងក៏ត្រូវបានខូចខាតឬខ្លះហ្នឹងគឺដើមផ្កាហ្នឹងគឺងាប់អស់ហើយព្រោះតែអត់មានអ្នកថែទាំនៅពីខាងមុខផ្ទះគឺមានដើមឈើធំមួយវាបានងាប់ទៅហើយអាចុងមែករបស់វាហ្នឹងក៏បានបាក់ទៅជាប់ជាមួយនឹងប្អួយផ្ទះហើយប្អួយផ្ទះហ្នឹងគឺបើកអត់កើតទេដោយសារតែវាជាប់ដើមឈើមួយហ្នឹងចំណែកឯខាងក្រោយផ្ទះវិញគឺមានអាគារនិងទេសភាពយ៉ាងស្អាតដែលធ្វើឲ្យផ្ទះនេះមើលទៅគួរឲ្យទាក់ទាញមែនទែនប៉ុន្តែចម្លែកត្រង់ថាអត់សូវមានអ្នកជិតខាងច្រើននៅក្បែរហ្នឹងទេពួកគេក៏បានចូលទៅក្នុងផ្ទះទៅពេលដែលចូលទៅដល់ក៏ឃើញថាវាមានសភាពទ្រុឌទ្រោមបន្តិចហើយជញ្ជាំងផ្ទះហ្នឹងក៏មានស្នាមប្រេះដែរប៉ុន្តែវាមើលទៅមិនសូវអាក្រក់ប៉ុន្មានទេពួកគេបានចូលទៅមើលហើយនៅពេលដែលពួកគេបើកទ្វារចូលក្នុងផ្ទះហ្នឹងភ្លាមរឿងដំបូងដែលចាប់អារម្មណ៍ជាងគេហ្នឹងគឺក្លិនស្អុយវាគឺជាក្លិនស្អុយផ្ទះដែលបិទទុកចោលជាយូរមកហើយគ្រប់ទីកន្លែងដែលនៅក្នុងផ្ទះហ្នឹងគឺសុទ្ធតែធូលីដីមានស្នាមដានជាច្រើននៅលើដីប៉ុន្តែអត់មានឃើញមានរបស់របរអីទេហើយគ្រឿងប្រើប្រាស់ដែលនៅក្នុងផ្ទះហ្នឹងក៏អត់មានដែរនៅក្នុងផ្ទះមួយហ្នឹងគឺមានបន្ទប់គេងចំនួន3ពោពេញទៅដោយធូលីនិងដីវាមិនសូវខុសប្លែកគ្នាប៉ុន្មានទេដោយសារតែផ្ទះមួយហ្នឹងវាបិទចោលយូរពេកប៉ុន្តែមានរឿងមួយដែលប្តីប្រពន្ធទាំងពីរហ្នឹងមានអារម្មណ៍ថាប្លែកគឺបរិយាកាសដែលនៅខាងក្រៅនិងខាងក្នុងផ្ទះហ្នឹងគឺមានសភាពស្ងាត់មែនទែនផ្ទះមួយហ្នឹងវានៅចុងភូមិរៀងឆ្ងាយពីគេដែរនៅម្ដុំហ្នឹងអត់មានសំឡេងឆ្កែព្រុសឬក៏សំឡេងក្មេងលេងអីទេបូកថែមទាំងសំឡេងអ៊ីចិត្តខាងដែលនៅហ្នឹងក៏អត់មានដែរនៅពីខាងមុខផ្ទះមួយហ្នឹងគឺមានផ្ទះមួយទៀតវាគឺជាផ្ទះរបស់អ៊ីអ្នកចិត្តខាងហ្នឹងប្តីប្រពន្ធទាំងពីរបានឃើញអ៊ីអ្នកចិត្តខាងហ្នឹងគាត់អើតមើលយើងហ្នឹងពីបង្អួចពីផ្ទះរបស់គាត់មកតែគ្រាន់តែយើងបានឃើញហើយញញឹមដាក់គាត់វិញភ្លាមគាត់ក៏បានបិទបង្អួចយ៉ាងលឿនហាក់មិនចង់រាប់អានឬក៏និយាយជាមួយយើងសោះលោកសំណាងដែលជាប្តីហ្នឹងគាត់បានសួរសំណួរទៅកាន់អ្នកលក់ថាហេតុអ្វីបានជាគាត់លក់ផ្ទះនេះអ្នកលក់គាត់កាំងមួយសទុះមុននឹងគាត់ឆ្លើយនឹងសំណួររបស់លោកសំណាងអ្នកលក់ផ្ទះហ្នឹងគាត់បាននិយាយថាផ្ទះមួយហ្នឹងត្រូវបានម្ចាស់ផ្ទះមុនហ្នឹងទុកចោលជាយូរមកហើយគ្មានអ្នកណានៅច្រើនឆ្នាំហើយដែរប៉ុន្តែគាត់ធានាអះអាងខាងផ្លូវច្បាប់ថាគ្រប់យ៉ាងដែលនៅហ្នឹងគឺត្រឹមត្រូវទាំងអស់មិនមានបញ្ហាអ្វីឡើយគាត់ទទួលខុសត្រូវទាំងអស់ហ្មងហើយគាត់បានប្រាប់ទៀតថាប្តីប្រពន្ធទាំងពីរហ្នឹងគឺពិតជាសំណាងខ្លាំងណាស់ដែលទទួលបានតម្លៃថោកបែបនេះលោកសំណាងដែលជាប្តីហ្នឹងគាត់បានយល់ព្រមមើលផ្ទះហ្នឹងលឿនពេកគាត់ចង់ផ្អាកឈប់យកផ្ទះហ្នឹងវិញព្រោះតែគាត់មានអារម្មណ៍ថាដូចជាអត់សូវស្រួលទេប៉ុន្តែប្រពន្ធរបស់គាត់វិញនាងបានគិតថាវាគឺជាឱកាសល្អណាស់ព្រោះផ្ទះថោកហើយលក្ខខណ្ឌការរស់នៅហ្នឹងក៏អាចទទួលយកបានដែរស្រីនុចនាងបានប្រាប់ទៅប្តីនាងវិញថាបងកុំបារម្ភច្រើនពេកអីបងកុំគិតច្រើនពេកហើយទីបំផុតប្តីប្រពន្ធទាំងពីរនាក់ហ្នឹងក៏សម្រេចចិត្តទិញផ្ទះនោះដោយមិនស្ទាក់ស្ទើរទេប៉ុន្តែនៅក្នុងនោះគឺមានរឿងមួយដែលពួកគេមិនបានដឹងហើយវាក៏ប្រហែលជាមូលហេតុដែលផ្ទះមួយហ្នឹងត្រូវបានគេបោះបង់ចោលយូរយ៉ាងនេះបន្ទាប់ពីពួកគេសម្រេចចិត្តថាទិញហើយប្តីប្រពន្ធទាំងពីរនិងអ្នកលក់ក៏បានធ្វើកិច្ចសន្យាលក់ដូរទៅប្រហែលជាមួយសប្តាហ៍ក្រោយអ្នកទាំងពីរក៏បានផ្លាស់ប្ដូរចូលមកនៅក្នុងផ្ទះមួយហ្នឹងថ្ងៃដំបូងដែលគេផ្លាស់មកអ្វីគឺបានប្រែប្រួល360ដឺក្រេហ្មងផ្ទះដែលមើលដំបូងសុទ្ធតែធូលីដីហ្នឹងត្រូវបានសម្អាតជាថ្មីរបស់របរប្រើប្រាស់ក៏ត្រូវបានរៀបចំយ៉ាងស្អាតប្តីប្រពន្ធទាំងពីរហ្នឹងពិតជារំភើបនឹងផ្ទះថ្មីរបស់ពួកគេយ៉ាងខ្លាំងហើយពួកគេ
ក៏បានចំអិនអាហារញ៉ាំតាមធម្មតាទៅក្រោយពីញ៉ាំអាហារពេលល្ងាចរួចប្តីប្រពន្ធទាំងពីរក៏បានឡើងទៅបន្ទប់ធំនៅជាន់ខាងលើដើម្បីរៀបចំកន្លែងគេងក្រោយពីពួកគេរៀបចំកន្លែងគេងរួចរាល់ពួកគេក៏បានដាក់ខ្លួនគេងទៅលើគ្រែទៅហើយពួកគេទាំងពីរហ្នឹងក៏មិនដឹងថាគេងលក់តាំងពីពេលណាដែរព្រោះតែពួកគេហ្នឹងហត់នឹងការរៀបចំផ្ទះនៅថ្ងៃនេះនៅពេលថ្ងៃបរិយាកាសស្រស់ស្រាយយ៉ាងខ្លាំងប៉ុន្តែនៅពេលយប់ឡើងបរិយាកាសទាំងមូលក៏ត្រូវបានផ្លាស់ប្ដូរប្តីប្រពន្ធទាំងពីរមិនដឹងជាដេកលក់តាំងពីពេលណាទេប៉ុន្តែនៅពាក់កណ្ដាលយប់ស្រីនុចដែលត្រូវជាប្រពន្ធហ្នឹងនាងក៏បានសុបិនឃើញថាមានខ្មោចស្រីម្នាក់បានឈរនៅចុងគ្រែគេងរបស់នាងហើយខ្មោចស្រីម្នាក់ហ្នឹងបានឈរនៅស្ងៀមអត់មានមាត់កអីទេហើយគិតតែពីសម្លឹងមកកាន់ប្តីប្រពន្ធនាងអំឡុងពេលដែលនាងកំពុងតែយល់សពហ្នឹងក៏មានសម្លេងគោះទ្វារបន្ទប់ប្តីប្រពន្ធទាំងពីរហ្នឹងបានភ្ញាក់ពីដំណេកហ្នឹងភ្លាមតែម្ដងទឹកមុខងើយឆ្ងល់មែនទែនហើយក៏បានចេញទៅមើលដើម្បីឲ្យដឹងថាតើអ្នកណាមកគោះឲ្យពិតប្រាកដពេលនោះស្រីនុចដែលនាងជាប្រពន្ធនឹងនាងភ័យយ៉ាងខ្លាំងភ័យឡើងបះសក់ជ្រោងហ្មងហើយសំណាងដែលជាប្តីនឹងក៏បានទៅបើកទ្វារហើយក៏ឃើញថាអត់មានអីនោះទេក្រោយពីបានបើកទ្វារហើយមិនឃើញមានអីហ្នឹងពួកគេទាំងពីរក៏បានចូលមកគេងវិញតាមធម្មតាទៅពេលដែលចូលមកគេងវិញហ្នឹងស្រីនុចដែលជាប្រពន្ធហ្នឹងនាងបាននិយាយពីយល់សប្តិអាក្រក់ហ្នឹងទៅកាន់ប្តីរបស់នាងក្រោយពីរៀបរាប់ចប់ប្តីរបស់នាងក៏បានព្យាយាមលួងលោមនាងថារឿងដែលនាងបានសុបិនហ្នឹងគឺប្រហែលជានាងហ្នឹងធ្វើការហត់ពេកទើបបានជាយល់សប្តិអាក្រក់បែបហ្នឹងវាអត់មានអីទេពេលដែលនិយាយចប់ពួកគេទាំងពីរក៏បានដេកលក់វិញទៅលុះព្រឹកឡើងបន្ទាប់ពីភ្ញាក់ពីគេងហ្នឹងស្រីនុចដែលជាប្រពន្ធហ្នឹងនាងបានសម្រេចចិត្តដើរឆ្លងទៅផ្ទះអ្នកជិតខាងដើម្បីនិយាយរាក់ទាក់ជាមួយនឹងអ៊ីជិតខាងម្នាក់ហ្នឹងនៅពេលដែលនាងទៅនាងមានបំណងថាចង់ណែនាំខ្លួនថានាងហ្នឹងទើបតែផ្លាស់ប្ដូរមកទីលំនៅថ្មីប៉ុន្តែអ៊ីអ្នកជិតខាងម្នាក់ហ្នឹងគាត់ហាក់មិនចង់និយាយជាមួយនឹងនាងទេអ៊ីអ្នកជិតខាងម្នាក់ហ្នឹងគាត់នៅតែបន្តធ្វើរឹកពីចម្លែកហើយនៅពេលដែលមើលទឹកមុខអ៊ីអ្នកជិតខាងម្នាក់ហ្នឹងមុខគាត់ដូចជាឆ្ងល់មិនទេដូចជាមិនពេញចិត្តយ៉ាងខ្លាំងពេលដែលដឹងថាប្តីប្រពន្ធទាំងពីរហ្នឹងទិញផ្ទះមួយហ្នឹងស្រីនុចដែលជាប្រពន្ធហ្នឹងនាងចង់ដឹងពីប្រវត្តិផ្ទះមួយហ្នឹងយ៉ាងខ្លាំងតែអ៊ីអ្នកជិតខាងម្នាក់ហ្នឹងគាត់ស្ទាក់ស្ទើរមិននិយាយអីទេស្រីនុចនាងបានត្រឹមតែសង្ស័យប៉ុណ្ណោះហើយនាងក៏មិនបានសួរនាំអីទៀតដែរព្រោះថាបើនាងសួរច្រើនពេកវាក៏មិនសមរម្យជាមួយអ្នកជិតខាងដែរនិយាយចុះឡើងពេលយប់ក៏បានមកដល់ទៀតដែរនៅយប់មួយហ្នឹងក៏មានរឿងចម្លែកកើតឡើងទៀតខណៈពេលដែលប្តីរបស់នាងកំពុងតែងូតទឹកនៅជាន់ខាងលើហ្នឹងនាងកំពុងតែចុចទូរស័ព្ទបណ្ដើរមើលទូរទស្សន៍បណ្ដើរនៅខាងក្រោមស្រាប់តែភ្លើងនៅក្នុងផ្ទះហ្នឹងក៏បានដាច់ប្តីប្រពន្ធទាំងពីរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយក៏បានស្រែករកគ្នាដើម្បីសួរថាតើមានរឿងអ្វីកើតឡើងពួកគេទាំងពីរសុទ្ធតែមិនដឹងថាមានរឿងអីកើតឡើងទេពួកគេក៏បន្តធ្វើរឿងរៀងខ្លួនទៅស្រីនុចនាងបានដើរទៅបន្ទប់ទឹកដើម្បីលុបលាងមុខរបស់នាងហើយនៅពេលដែលនាងអោនមុខចុះដើម្បីលុបលាងមុខហ្នឹងស្រាប់តែពេលដែលនាងងើបមកវិញនាងបានស្រែកយ៉ាងខ្លាំងព្រោះតែនាងបានឃើញរបស់អ្វីមួយនៅពីខាងមុខកញ្ចក់របស់នាងវាបានធ្វើឲ្យនាងហ្នឹងសឹងតែគាំងបេះដូងឈប់ដើរទៅហើយគឺនាងបានឃើញតាមកញ្ចក់ក្នុងបន្ទប់ទឹកហ្នឹងដែលនៅខាងក្រោយខ្នងរបស់នាងហ្នឹងគឺមានស្រមោលខ្មោចស្រីម្នាក់កំពុងតែឈរខ្មោចស្រីម្នាក់ហ្នឹងបានពាក់អាវដែលវែងពណ៌សមានសក់ខ្មៅក្រឹបហើយឈរអោនក្បាលចុះមកពីខាងក្រោមពេលនោះខ្មោចស្រីម្នាក់ហ្នឹងបានសម្លឹងមកកាន់ស្រីនុចទាំងកំហឹងស្រីនុចនាងតក់ស្លុតយ៉ាងខ្លាំងហើយក៏បានស្រែកមួយទំហឹងទៅនៅពេលដែលនាងបានឃើញបែបហ្នឹងនាងតក់ស្លុតយ៉ាងខ្លាំងហើយក៏បានរត់ចេញពីបន្ទប់ទឹកយ៉ាងលឿនហើយប្តីរបស់នាងនៅពេលដែលឮប្រពន្ធស្រែកបែបហ្នឹងគាត់ក៏បានរត់យ៉ាងលឿនទៅរកប្រពន្ធដែរប្តីរបស់នាងបានព្យាយាមលួងលោមហើយសាកសួរប្រពន្ធថាតើមានរឿងអ្វីកើតឡើងស្រីនុចដែលជាប្រពន្ធហ្នឹងនាងបានសម្រួលអារម្មណ៍របស់នាងនឹងអស់មួយសន្ទុះធំទើបនាងមានអារម្មណ៍មកដូចដើមវិញហើយក៏បានរៀបរាប់ដែលបានរឿងដែលបានកើតឡើងហ្នឹងទៅកាន់ប្តីរបស់នាង
ប្តីរបស់នាងនៅពេលដែលឃើញស្ថានភាពរបស់ប្រពន្ធដែលកំពុងតែញ័រទៅត្រឹកបែបហ្នឹងគាត់ចាប់ដើមជឿរឿងហ្នឹងខ្លះបណ្ដាហើយគាត់បានឲ្យប្រពន្ធរបស់គាត់ហ្នឹងឈប់គិតពីរឿងហ្នឹងទៀតទៅគាត់បាននិយាយថាវាគ្រាន់តែជាការសម័យទេចាប់តាំងពីថ្ងៃនោះមករឿងហេតុចម្លែកនៅតែបន្តចំពោះពួកគេហើយបរិយាកាសដែលនៅក្នុងផ្ទះហ្នឹងក៏ចាប់ផ្ដើមយ៉ាប់យ៉ឺនទៅសំឡេងចម្លែកបានចាប់ផ្ដើមកើតឡើងនៅពេញតែផ្ទះរបស់ពួកគេហើយជាញឹកញាប់កើតឡើងនៅពាក់កណ្ដាលយប់ដូចជាមានសំឡេងគោះទ្វារនៅពីខាងមុខបន្ទប់របស់ពួកគេសំឡេងសម្រាប់ជើងដើរជុំវិញផ្ទះហើយពេលខ្លះទៀតនៅពេលដែលពួកគេកំពុងតែគេងហ្នឹងគឺមានសំឡេងខ្សឹបដាក់ត្រចៀករបស់ពួកគេទៀតផងស្រីនុចនាងនៅតែបន្តយល់សពឃើញខ្មោចស្រីម្នាក់នឹងរាល់យប់មានយប់នោះនាងបានភ្ញាក់ពីដំណេករបស់នាងទាំងកណ្ដាលយប់នឹងនាងបានឃើញស្រមោលខ្មៅមួយបានដើរកាត់បន្ទប់គេងរបស់នាងហើយវាក៏បានរលាយបាត់នៅយ៉ាងលឿនទៅក្នុងខ្យល់បាត់ទៅពេលនោះស្រីនុចនាងក៏បានច្បាស់នៅក្នុងចិត្តហើយថារឿងទាំងមូលមិនមែនជារឿងចៃដន្យទៀតទេរហូតមកដល់យប់មួយនោះស្រាប់តែមានរឿងមួយបានកើតឡើងចំពោះអ្នកទាំងពីរហើយពួកគេពិតជានឹកស្មានមិនដល់សោះពួកគេបាននិយាយថាវាគឺជាបទពិសោធន៍ដ៏អាក្រក់បំផុតដែលពួកគេមិនធ្លាប់ជួបប្រទះឡើយនៅពាក់កណ្ដាលអាធ្រាត្របន្ទាប់ពីពួកគេបានមើលទូរទស្សន៍ចប់នៅជាន់ខាងក្រោមបន្ទប់ទទួលភ្ញៀវហ្នឹងក្រោយពីរឿងបានចប់ពួកគេក៏បានយកអាតេឡេបជាហ្នឹងចុចបិទប្រិយមិត្តទាំងអស់គ្នាមានដឹងអត់ថានៅពេលដែលចុចបិទភ្លាមហ្នឹងប្តីប្រពន្ធទាំងពីរហ្នឹងភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយចាំងតាមទូរទស្សន៍តែបិទហ្នឹងគឺពួកគេបានឃើញខ្មោចស្រីម្នាក់បានឈរនៅពីខាងក្រោយខ្នងរបស់ពួកគេស្ដែងតែម្ដងពួកគេបាននិយាយទៀតថារូបភាពដែលពួកគេបានឃើញពីចំណាំងផ្លាទូរទស្សន៍ហ្នឹងគឺវាច្បាស់ណាស់ប្តីប្រពន្ធទាំងពីរហ្នឹងក៏បានសម្រេចចិត្តងាកទៅក្រោយដើម្បីមើលហើយវាក៏បានឃើញពិតមែនខ្មោចស្រីម្នាក់នោះគឺមានពាក់អាវយឺតដៃវែងពណ៌សហើយសក់របស់នាងគឺវែងផ្ទៃមុខរបស់ខ្មោចស្រីម្នាក់ហ្នឹងគឺពោពេញទៅដោយឈាមហើយខ្មោចស្រីហ្នឹងក៏បាននិយាយព្រមានទៅកាន់ប្តីប្រពន្ធទាំងពីរថាមិនឲ្យពួកគេហ្នឹងរស់នៅក្នុងផ្ទះហ្នឹងទៀតទេនៅពេលនិយាយចប់ខ្មោចស្រីម្នាក់ហ្នឹងក៏បានរលាយក្នុងខ្យល់បាត់ទៅលុះព្រឹកឡើងប្តីប្រពន្ធទាំងពីរក៏បានពិភាក្សាគ្នាដើម្បីស្វែងរកការពិតថាតើមានរឿងអ្វីកើតឡើងនៅក្នុងផ្ទះមួយហ្នឹងហើយអ្វីដែលគិតមុនគេហ្នឹងគឺមានតែអ៊ីអ្នកជិតខាងហ្នឹងទេដែលគាត់អាចឆ្លើយបានព្រោះតែពួកគេបានគិតថាមានតែគាត់ទេទើបដឹងពីប្រវត្តិផ្ទះមួយហ្នឹងលុះនៅពេលយប់ថ្ងៃដដែលហ្នឹងប្តីប្រពន្ធទាំងពីរក៏បានសម្រេចចិត្តដើរឆ្លងផ្លូវទៅផ្ទះអ៊ីអ្នកជិតខាងដើម្បីប្រាប់រឿងចម្លែករបស់ខ្លួនដែលបានជួបហ្នឹងទៅកាន់អ៊ីអ្នកជិតខាងម្នាក់ហ្នឹងហើយព្យាយាមសួរគាត់ឲ្យនិយាយការពិតពីរឿងរ៉ាវដែលនៅក្នុងផ្ទះមួយហ្នឹងហើយទីបំផុតអ៊ីអ្នកជិតខាងគាត់ក៏បានទម្លាយរឿងការពិតហើយតាមពិតទៅនៅក្នុងផ្ទះដែលប្តីប្រពន្ធទាំងពីរកំពុងស្នាក់នៅហ្នឹងគឺធ្លាប់មានមនុស្សស្លាប់ហើយគឺជាម្ចាស់ផ្ទះមុននឹងឯងម្ចាស់ផ្ទះមុនហ្នឹងគឺមានសមាជិក3នាក់មានឪពុកមានម្ដាយហើយនិងកូនប៉ុន្តែនៅថ្ងៃមួយហ្នឹងអ៊ីអ្នកជិតខាងគាត់បានឮម្ចាស់ផ្ទះមុនហ្នឹងប្រកែកគ្នាយ៉ាងខ្លាំងដែលធ្វើឲ្យអ៊ីអ្នកជិតខាងដែលនៅក្បែរហ្នឹងឮទាំងអស់ឮគ្រប់តែគ្នាហើយមួយសន្ទុះក្រោយមកហ្នឹងក៏បានស្ងាត់ទៅវិញបាត់ទៅបន្ទាប់មកយើងក៏បានឃើញរថយន្តមួយហ្នឹងបានបើកចេញពីផ្ទះមួយហ្នឹងនៅថ្ងៃបន្ទាប់អត់មានឃើញឡានហ្នឹងបើកមកវិញទេហើយចំណែកឯផ្ទះហ្នឹងក៏បានបិទដែរអ៊ីអ្នកជិតខាងគាត់មិនបានដឹងថាអ្នកផ្ទះហ្នឹងគេទៅណាអស់ទេផ្ទះមួយហ្នឹងត្រូវបានបិទចោលប្រហែលជាមួយសប្តាហ៍អ៊ីអ្នកជិតខាងហ្នឹងក៏បានចាប់ដើមធំក្លិនស្អុយចម្លែកហើយក្រោយមកទើបគាត់ដឹងថាមេគ្រួសារដែលជាប្តីហ្នឹងបានបើកឡានចេញទៅក្រៅបាត់ទៅហើយនៅថ្ងៃបន្ទាប់ប៉ូលីសក៏បានធ្វើការមកចុះត្រួតពិនិត្យផ្ទះហ្នឹងនិងធ្វើកុសលវិច័យទើបគេរកឃើញថាម្ដាយនិងកូននៃគ្រួសារហ្នឹងត្រូវបានគេវាយសម្លាប់នៅលើគ្រែតាំងពីពេលនោះគឺតាំងពីសប្តាហ៍មុនមកម្លេះហើយតាំងពីពេលនោះមកផ្ទះមួយហ្នឹងក៏ត្រូវបានទុកចោលអត់មានអ្នកណាហ៊ានរើចូលមកនៅឡើយអ៊ីអ្នកជិតខាងគាត់បានបន្តទៀតថានៅពេលដែលគាត់បានដឹងរឿងទាំងមូលហ្នឹងគាត់រន្ធត់ចិត្តដែរមិននឹកស្មានថាប្តីប្រពន្ធទាំងពីរហ្នឹងគាត់មានបំណងទិញផ្ទះដើម្បីសាងអនាគត
តែបែរជាមកជួបហេតុការណ៍ដ៏គួររន្ធត់មួយនេះទៅវិញចាប់តាំងពីពេលហ្នឹងមកប្តីប្រពន្ធទាំងពីរនាក់ក្រោយពីដឹងរឿងនៅក្នុងផ្ទះហ្នឹងហើយពួកគេខំធ្វើបុណ្យឧទ្ទិសកុសលនិងធ្វើពិធីសូត្រមន្តឡើងផ្ទះម្ដងទៀតដោយសង្ឃឹមថាវិញ្ញាណខ្មោចម្ដាយនិងកូនទាំងពីរហ្នឹងបានទទួលផលបុណ្យនេះនិងបានកើតនៅសុគតិភពចាប់ពីពេលហ្នឹងទៅតែទោះបីជាពួកគេខំធ្វើបុណ្យឧទ្ទិសកុសលរួចក៏ពិតមែនតែហេតុការណ៍ចម្លែកវានៅតែបន្តកើតឡើងគ្រប់ពេលដដែលរហូតដល់ប្រមាណជា2ឆ្នាំកន្លងផុតទៅប្តីប្រពន្ធនោះនៅតែបន្តធ្វើបុណ្យឧទ្ទិសកុសលជូនដល់ខ្មោចម្ដាយនិងកូននឹងទៀតជាហេតុដែលធ្វើឲ្យអ្វីដែលកើតឡើងនៅក្នុងផ្ទះមួយហ្នឹងកាន់តែប្រសើរបន្តិចម្ដងខ្មោចម្ដាយនិងកូននោះក៏បានរលាយបាត់ទៅចាប់ជាតិសាជាថ្មីទៅហើយប្តីប្រពន្ធអ្នកទាំងពីរក៏បានរស់នៅជាធម្មតាដូចគេដូចឯងចឹងហើយចាប់តាំងពីពេលនោះមកមិនមានអ្វីគួរឲ្យខ្លាចកើតឡើងចំពោះអ្នកទាំងពីរទៀតដែរហើយរឿងរបស់យើងក៏បានបញ្ចប់តើប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរបន្ទាប់ពីស្ដាប់រឿងមួយនេះកុំភ្លេច comment នៅខាងក្រោមដើម្បីឲ្យខ្ញុំបានអានលេងផងហើយខ្ញុំនឹងជួបប្រិយមិត្តទាំងអស់គ្នានៅវីដេអូបន្ទាប់ទៀតបាយបាយសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ម្ដងទៀតមកកាន់ដំណាក់វីដេអូដែលអ្នកកំពុងទស្សនាហ្នឹងខ្ញុំចង់និយាយអំពីរឿងហួសចិត្តមួយដែលអ្នកទាំងអស់គ្នានឹកស្មានមិនដល់ទេរឿងមួយហ្នឹងយើងនិយាយអំពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងព្រៃតើតែអ្នកបានដឹងរឿងពិតទើបដឹងថាការធ្វើជាឪពុកម្ដាយរបស់គេហ្នឹងគឺវាមិនងាយស្រួលទេហើយរឿងមួយនេះដែរយើងនឹងនិយាយអំពីគ្រួសារមួយដែលមានសមាជិកគ្នា3នាក់មានម្ដាយម្នាក់ហើយនិងកូនប្រុស2នាក់ទៀតដែលកូនប្រុស2នាក់ហ្នឹងគឺបានទៅធ្វើការហើយនឹងរៀននៅទីក្រុងចំណែកឯម្ដាយគឺនៅក្នុងភូមិចាស់មួយដែលភូមិចាស់មួយហ្នឹងគឺនៅជិតភូមិមួយដែលគេបោះបង់ចោលដោយសារតែភូមិមួយហ្នឹងកើតឡើងមិនគួរឲ្យជឿបែបហ្នឹងអ្នកទាំងអស់គ្នាកំពុងតែស្ដាប់មែនអត់បើសិនជាខ្ញុំមានពេលទំនេរច្រើនខ្ញុំនឹងនិយាយរឿងទាំងអស់នេះឲ្យអ្នកស្ដាប់ឲ្យបានច្រើនរឿងនេះនៅពេលដែលអ្នកបានស្ដាប់ហើយអាចធ្វើឲ្យបេះដូងរបស់អ្នកនឹងឈប់ដើរបានហើយចាប់ពីពេលនេះទៅខ្ញុំនឹងព្យាយាមបន្តធ្វើរឿងវែងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយសង្ឃឹមថាប្រិយមិត្តទាំងអស់គ្នានឹងចូលចិត្តស្ដាប់តែមុននឹងស្ដាប់រឿងទាំងមូលសូមអធិស្ឋានដល់ប្រិយមិត្តទាំងអស់គ្នាជួយចុច Subscribe ម្នាក់មួយទៅដើម្បីជាការលើកទឹកចិត្តដល់ខ្ញុំផងតោះអញ្ចឹងយើងចូលស្ដាប់ទាំងអស់គ្នារឿងដែលខ្ញុំនឹងនិទានឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ហ្នឹងវាគឺជាប្រភេទរឿងរន្ធត់មួយដែលបានកើតឡើងនៅក្នុងភូមិចាស់មួយនៅឯខេត្តបាត់ដំបងយើងហ្នឹងវាបានកើតឡើងចំពោះក្មេងប្រុសដែលត្រូវជាបងប្អូននឹងគ្នា2នាក់ដែលពួកគេទាំងពីរហ្នឹងបានទៅរៀននិងធ្វើការនៅទីក្រុងភ្នំពេញហ្នឹងជាយូរឆ្នាំមកហើយពួកគេទាំងពីរអត់ដឹងនោះទេនៅរឿងរ៉ាវដែលបានកើតឡើងនៅក្នុងភូមិស្រុកម្ចាស់រឿងមួយនេះយើងទទួលបានពីប្អូនប្រុសម្នាក់មានឈ្មោះថាឋាន័យគេដឹងរឿងរ៉ាវទាំងនេះព្រោះវាបានកើតឡើងចំពោះរូបគេហើយនឹងបងប្រុសរបស់គេនៅថ្ងៃសិទ្ធិនារីខាងមុខហ្នឹងខាងសាលានិងកន្លែងការងាររបស់ពួកគេបានឈប់សម្រាកចំនួន2ថ្ងៃឋាន័យហើយនឹងបងប្រុសរបស់គេដែលមានឈ្មោះថាស៊ីនិតហ្នឹងគេក៏បបួលគ្នាទៅលេងម្ដាយរបស់គេនៅឯស្រុកកំណើតនៅខេត្តបាត់ដំបងព្រោះតែគេហ្នឹងរវល់នឹងរៀនធ្វើការខានមកផ្ទះយូរហើយមិនសូវបានមកលេងម្ដាយរបស់គេហ្នឹងនៅឯស្រុកប្រមាណទេមកលេងបានតែថ្ងៃបុណ្យទានតែប៉ុណ្ណោះពេលមកដល់ផ្ទះគេក៏បានមកជម្រាបសួរម្ដាយរបស់គេហើយប្រាប់ថាគេមកលើកហ្នឹងគឺគេមកគេងបានតែមួយយប់អីទេស្អែកគេនឹងត្រឡប់ទៅទីក្រុងវិញហើយម្ដាយរបស់គេឮបែបហ្នឹងក៏បានសួរនាំកូនថាព្រឹកស្អែកហ្នឹងពួកគេចង់ញ៉ាំអីម៉ែនឹងធ្វើម្ហូបឲ្យញ៉ាំឋាន័យហើយនឹងស៊ីនិតគេបានប្រាប់ម្ដាយរបស់គេថាគេចង់ញ៉ាំសម្លប្រហើរនំបញ្ចុកសម្លខ្មែរម្ដងព្រោះខានញ៉ាំស្នាដៃម៉ែហ្នឹងយូរមកហើយពេលដែលឮថាឋាន័យចង់ញ៉ាំបាយនៅផ្ទះបែបហ្នឹងម្ដាយរបស់គេក៏បាននិយាយថាគាត់នឹងរៀបចំទៅផ្សារដើម្បីទិញត្រីទុកមកឲ្យហើយដើម្បីចម្អិនឲ្យបានឆ្ងាញ់ម្ដងប៉ុន្តែនៅពេលដែលស៊ីនិតបានឮដូចនេះហើយនោះស៊ីនិតក៏បាននិយាយទៅវិញថាមិនបាច់ទៅទិញទេយប់ហ្នឹងចាំគាត់ហើយនឹងឋាន័យដើររកត្រីវិញដើររកនៅក្បែរផ្ទះយើងហើយណាមួយមានភ្លៀងធ្លាក់បែបហ្នឹងស្រុកយើងមិនខ្វះទេត្រីនោះយើងមិនចាំបាច់ទៅទិញម្ហូបនៅពីខាងក្រៅទេស៊ីនិតគាត់ត្រូវការអ្នកស្ម័គ្រចិត្តតែមួយប៉ុណ្ណោះដើម្បីទៅជាមួយគាត់ហើយគាត់បាននិយាយទៀតថាយប់ហ្នឹងគាត់នឹងឋាន័យនឹងងើបទៅរកត្រីនៅម៉ោង3ម៉ោង4ភ្លឺព្រោះស្មានហ្នឹង
គឺជាពេលដែលត្រីវាឡើងម៉ែចាំតែត្រៀមធ្វើម្ហូបទៅរឿងត្រីហ្នឹងទុកឲ្យពួកយើងជាអ្នករកនៅថ្ងៃនោះស៊ីនិតហើយនឹងតាណៃបានចេញទៅរកត្រីជាមួយគ្នាម៉ោងប្រហែលជា3ភ្លឺទើបពួកគេនឹងចេញដំណើរទៅជាដំបូងយើងក៏បានដើរជុំវិញភូមិសិនយើងដើរប្រហែលជាជិត1ម៉ោងតែយ៉ាងណាក៏រកអត់បានសោះតែវាក៏ជាមូលហេតុដែរព្រោះថាបងស៊ីនិតហ្នឹងគាត់ខានមកស្រុក7-8ឆ្នាំហើយទើបគាត់មកស្រុកវិញមិនបានប្រមាណទេទើបបានជាគាត់ហ្នឹងរកអត់សូវបានបងស៊ីនិតបានដើររកបណ្ដើគាត់ត្អូញតែបណ្ដើថាកាលពីមុនហ្នឹងមានត្រីមកកង្កែបអីច្រើនណាស់មិនខ្វះទេដើរទៅទីណាក៏មានដែរតែហេតុអីឥឡូវហ្នឹងបែរជាអត់មានទៅវិញថាណៃហើយនឹងស៊ីនិតពួកគេទាំងពីរនាក់ហ្នឹងក៏បានពិភាក្សាគ្នាថាពួកគេនឹងដើរទៅរកភូមិផ្សេងជិតៗហ្នឹងក្រែងបានខ្លះសម្រាប់ធ្វើម្ហូបនៅថ្ងៃស្អែកពេលដែលពួកគេពិភាក្សាគ្នាចប់ហើយហ្នឹងអ្នកទាំងពីរក៏បានដើរទៅរកត្រីនៅភូមិផ្សេងទៀតដែលនៅក្បែរនោះពួកគេបានដើរប្រហែលជា 4-5 គីឡូពួកគេកំពុងតែដើរហ្នឹងក៏ទៅដល់ភូមិចាស់មួយដែលគេបោះបង់ចោលនៅតំបន់នោះសុទ្ធតែព្រៃនៅជុំវិញហើយក៏លេចទៅយើងក៏ឃើញមានផ្ទះចាស់មួយដែលនៅទីនោះដែរពួកយើងបានឃើញបែបហ្នឹងពួកយើងក៏បានចូលទៅក្នុងព្រៃនោះព្រោះកន្លែងហ្នឹងគឺល្បីថាមានត្រីច្រើនហើយណាមួយទៀតភូមិហ្នឹងគឺវានៅឆ្ងាយពីទីប្រជុំជនគួរសមដែរគ្មានអ្នកណាសូវមករកទេទើបប្រកាសថាវាសម្បូរត្រីដំបូងពួកយើងទាំងពីរនាក់បាននិយាយគ្នាថាយើងដើរចូលក្នុងព្រៃហ្នឹងតែបន្តិចទេតែក្រោយមកយើងក៏បានដើរចូលជ្រៅទៅពេលដែលដើរចូលជ្រៅមិនទាន់បានប្រមាណផងហ្នឹងដើរបានតែបន្តិចហ្នឹងពួកគេក៏បានឃើញសុទ្ធតែសំណែនពេលជាច្រើនរាយតាមមាត់ផ្លូវដើរហ្នឹងហើយវាក៏មានរាយនៅគ្រប់ទីកន្លែងនៅក្នុងព្រៃហ្នឹងដែរនៅពេលខណៈនោះដែរពួកគេទាំងពីរនាក់ហ្នឹងគឺបានឮសំឡេងចម្លែកមួយដែលវាគឺជាសំឡេងដែលធ្វើឲ្យពួកគេនោះស្រែកខ្លាំងតែម្ដងថាណៃគេបាននិយាយថាតាំងពីក្មេងមកដល់ពេលឥឡូវហ្នឹងគេអត់ដែលឃើញខ្មោចទេហើយគេក៏មិនដែលខ្លាចអ្វីទាំងអស់ដែរតែហេតុអ្វីបានជាគេដើរនៅក្នុងព្រៃនេះជួបរឿងខ្មោចឡងទៅវិញបន្ទាប់ពីថាណៃបានឮសំឡេងនេះហើយគេក៏បាននិយាយទាំងញ័រមាត់ថាហេតុអ្វីបានជាសំឡេងមួយហ្នឹងវាឮខ្លាំងទៅបែបហ្នឹងបន្ទាប់ពីថាណៃបាននិយាយចប់ពួកគេទាំងពីរក៏បានឮសំឡេងចម្លែកមួយទៀតគឺដូចជាមានអ្វីនឹងធ្លាក់ពីលើដើមឈើមកអញ្ចឹងពេលដែលឮចឹងភ្លាមស៊ីនិតគាត់ក៏បានងាកខ្វល់ឆ្វេងស្ដាំដើម្បីមើលដឹងថាតើមានផ្លែអីធ្លាក់មកលើដីស៊ីនិតពេលហ្នឹងគាត់ឆ្ងល់មែនតើគាត់ក៏បានដើរពីដើមឈើមួយទៅដើមឈើមួយទៀតមើលដើមឈើដែលនៅជុំវិញហ្នឹងម្ដុំហ្នឹងព្រោះគាត់ឲ្យប្រកាសថាតើមានផ្លែអ្វីឬក៏អ្វីផ្សេងធ្លាក់ឲ្យប្រកាសក៏ប៉ុន្តែពេលដែលគាត់ខំមើលអញ្ចឹងគាត់អត់មានបានឃើញអីទេផ្លែអីក៏អត់មានឃើញដែរហើយអ្វីដែលចម្លែកនោះក៏អត់មានអីដែរពេលដែលឃើញបែបហ្នឹងស៊ីនិតគាត់ក៏បាននិយាយលេងសើចថាកុំមកបោកបន្លាចខ្ញុំបើសិនជាមនុស្សឆាប់ចេញមកតែបើសិនជាមិនមែនមនុស្សទេគឺជាខ្មោចក៏ដោយយើងក៏មិនខ្លាចដែរឆាប់ចេញមកក្រោយពីស៊ីនិតគាត់បាននិយាយបែបហ្នឹងហើយអ្វីដែលនៅជុំវិញហ្នឹងគឺមានសភាពស្ងាត់មែនទែនតែក្រោយពីគាត់បានឈប់និយាយបានបន្តិចសំឡេងរំខានចម្លែកហ្នឹងក៏វាបានលឺឡើងម្ដងទៀតហើយម្ដងនេះវាចេញមកលើសជាងមុនទៅទៀតគឺដូចមានអ្វីម្យ៉ាងមិនដឹងទេមកអង្រុនដើមឈើអញ្ចឹងគ្រាន់តែបែបហ្នឹងភ្លាមស៊ីនិតគាត់ក៏បានយកពិលទៅប្រចាំងដើមឈើដែលនៅរង្គើហ្នឹងចំណែកឯថាណៃវិញគេក៏បានគិតថាមកដល់ពេលហ្នឹងហើយគឺយើងគ្មានអ្វីត្រូវធ្វើទៀតទេខណៈពេលដែលពួកគេទាំងពីរនាក់ហ្នឹងបានញ័រខ្លួនអស់ហើយថាណៃដែលនៅឈរពីខាងក្រោយរបស់ស៊ីនិតហ្នឹងគេបានសួរទៅកាន់ស៊ីនិតថាតើបងមានបានលឺអ្វីទៀតដែរអត់ស៊ីនិតគេមិនបានឆ្លើយទេតែគេបានងក់ក្បាលរបស់គេជាសញ្ញាភ្លាមនោះដែរស៊ីនិតគេក៏បាននិយាយតិចថាខ្មោចលងមែនពេលនោះគាត់បាននិយាយទៀតថាគាត់មិនដែលបានឃើញខ្មោចទេក្នុងឆាកជីវិតរបស់គាត់ហ្នឹងទើបតែលើកនេះទេដែលគាត់ត្រូវបានខ្មោចលងបែបហ្នឹងស៊ីនិតគាត់បាននិយាយតទៀតថាបើតណៃឯងខ្លាចអាចដើរមកពីក្រោយគាត់បាននៅពេលនោះតណៃគេបាននិយាយតបទៅកាន់ស៊ីនិតវិញថាវាអត់អីទេខ្ញុំអត់ខ្លាចអីទេ
ខ្មោចវាចង់ឲ្យយើងឃើញតែអ្នកដែលចង់ឃើញវាតែប៉ុណ្ណោះហេតុអីយើងត្រូវខ្លាចវាថាណៃគេបាននិយាយបន្តទៀតថាឈប់ខ្វល់ពីវាទៀតទៅយើងគិតតែបន្តដើររកត្រីវិញល្អជាងព្រោះមេឃក៏វាកាន់តែចិត្តភ្លឺដែរសិនិតក៏នៅតែបន្តដើររកត្រីនៅក្នុងព្រៃនឹងបន្តទៀតតែសំឡេងចម្លែកហ្នឹងក៏កាន់តែលឺខ្លាំងឡើងហើយសំឡេងឆ្កែលូក៏បានចាប់ផ្ដើមបន្លឺពេញព្រៃតែម្ដងបរិយាកាសដែលនៅជុំវិញហ្នឹងគឺត្រជាក់និយាយលេងត្រូវហើយថាណៃគេបានលន់មកថាកុំខ្លាំងជាមួយយើងវើយបើឯងខ្លាំងឯងចេញមកអញមិនដែលខ្លាចឯងទេកាន់តែនិយាយសំឡេងឆ្កែលូហ្នឹងក៏កាន់តែខ្លាំងហើយនៅពេលហ្នឹងដែរដើមឈើដែលនៅជិតហ្នឹងវាចាប់ផ្ដើមរង្គើម្នាក់ម្ដងរង្គើខាងឆ្វេងម្ដងរង្គើខាងស្ដាំហើយវាមិនត្រឹមតែញ័ររង្គើទេថែមទាំងលឺសំឡេងទៀតខណៈពេលនោះដែរពួកគេទាំងពីរនាក់ក៏បានលឺសំឡេងល្វើយឲ្យជួយផងវាហាក់ស្ដាប់ទៅដូចជាសំឡេងខ្មោចមនុស្សប្រុសសំឡេងល្វើយហ្នឹងវាបានហោះកាត់ត្រចៀកតាមរយៈខ្យល់ដ៏សែនត្រជាក់នៅទីហ្នឹងខណៈពេលដែលដើមឈើវាចេះតែរង្គើដូចគេចាប់អង្រួនអញ្ចឹងលើកនេះសិនិតគាត់ទ្រាំលែងបានហើយគាត់បានឈួរពិលទៅកាន់ដើមឈើក៏មើលឃើញដើរជុំវិញដើមឈើហ្នឹងក៏មើលមិនឃើញថាមានសត្វអីដែរពេលហ្នឹងគាត់សន្និដ្ឋានច្បាស់ហើយថាវាពិតជាខ្មោច 100% តែម្ដងលើកហ្នឹងថាណៃគេស្រែកខ្លាំងតែម្ដងថាបើសិនជាខ្មោចចេញមកយើងចង់ឃើញឯងបន្តិចបើឯងខ្លាំងមែនឯងចេញមកយើងចង់ដឹងណាស់ថាមានរឿងអ្វីកើតឡើងនៅខណៈពេលនោះដែរថាណៃគេបានយកពិលរបស់គេហ្នឹងដែលកាន់ហ្នឹងទៅបញ្ចាំងទៅដីហើយគេក៏មិនចង់ដើរនៅជិតសិនិតទៀតដែរថាណៃគេបានដើរផ្លូវផ្សេងពីសិនិតនៅពេលនោះសិនិតក៏បានគិតថាម្ដងស្មានហ្នឹងឯងប្រហែលជាគ្មានត្រីសម្រាប់ធ្វើម្ហូបនៅថ្ងៃស្អែកទេតែមានអីគាត់បានកលេចទៅមើលកន្ត្រករបស់គាត់ក៏ឃើញថាវាជិតពេញហើយពេលដែលឃើញថាជិតពេញហ្នឹងសិនិតគាត់ក៏ចង់ត្រឡប់មកផ្ទះវិញពេលដែលគាត់ថានឹងត្រឡប់មកវិញគាត់ក៏បានហៅថាណៃមកវិញដែរពេលដែលដើរត្រឡប់មកវិញហ្នឹងពួកគេទាំងពីរនាក់មានអារម្មណ៍ថាដូចជាមាននរណាម្នាក់ដើរនៅពីក្រោយខ្នងរបស់ពួកគេសិនិតហើយនឹងធីណៃអ្នកទាំងពីរបានយកអាភ្លើងពិលដែលកាន់នៅដៃហ្នឹងបញ្ចាំងទៅខាងក្រោយតែពួកគេអត់មានបានឃើញអីទេហើយចាំងជុំវិញខ្លួនក៏អត់បានឃើញអីដែរអ្នកទាំងពីរភ័យខ្លាំងពេកហ្នឹងក៏បានរត់ត្រឡប់មកវិញមកពេលដែលកំពុងរត់ហ្នឹងគេក៏បានឃើញមានខ្ទមចាស់មួយនៅក្នុងព្រៃហ្នឹងគេក៏បានចូលសម្រាកនៅក្នុងហ្នឹងបន្តិចលុះដល់ពេលចូលទៅដល់ក្នុងផ្ទះខ្ទមហ្នឹងថាណៃបានឮសំឡេងចម្លែកមួយទៀតគឺគេឮដូចជាមាននរណាម្នាក់ហ្នឹងដើរលើជញ្ជាំងចឹងពេលដែលឮបែបហ្នឹងថាណៃគេបានពន្លត់ភ្លើងពិលដែលនៅក្នុងដៃរបស់គេហើយសំងំធ្វើជាដេកលក់តែពេលនោះពេលដែលគេបិទភ្លើងសំងំធ្វើដេកហ្នឹងក៏វាអត់ទាន់ចប់ដែរស្រាប់តែខណៈពេលហ្នឹងគឺមានវិញ្ញាណខ្មោចមួយវាបានដើរចុះពីលើជញ្ជាំងចុះមកក្រោមវានឹងគឺមានសម្បុរខ្មៅស្លៀកពាក់ខោជើងវែងពណ៌ខ្មៅនិងមានពាក់អាវពណ៌សពេលដែលវាចុះមកហ្នឹងថាណៃគឺភ័យតក់ស្លុតមែនតើមិនត្រឹមតែថាណៃទេសូម្បីតែសិនិតដែលតែងតែថាខ្លួនអត់ខ្លាចហ្នឹងក៏តក់ស្លុតខ្លាំងដែរប្រិយមិត្តទាំងអស់គ្នាដឹងអត់ថាពួកគេបាននិយាយថាវិញ្ញាណខ្មោចបរិសម្នាក់ហ្នឹងគឺអត់មានក្បាលទេហើយនៅត្រង់កដែលដាច់របស់គេហ្នឹងគឺមានស្រកចេញឈាមពណ៌ខ្មៅមកសស្រាក់នៅតំបន់ជុំវិញកហ្នឹងថាណៃគេឃើញបែបហ្នឹងគេភ័យសឹងតែដួលនៅនឹងកន្លែងហើយតែគេបានសវេសវារកពិលដើម្បីបើកមើលឲ្យប្រកាសថាតើមានអ្វីកើតឡើងនិងមានអ្វីឲ្យប្រកាសដែលពួកគេបានឃើញហ្នឹងនៅពេលហ្នឹងពួកគេទាំងពីរនាក់យប់ហ្នឹងគឺអត់មានបានដេកទេក្រោយមកថាណៃគេបានដើរទៅឃើញពិលដើម្បីចាំងបំភ្លឺហើយគ្រាន់តែគេបើកពិលឡើងភ្លាមអ្វីដំបូងដែលគេឃើញហ្នឹងគឺឃើញសិនិតឈរនៅស្ងៀមអត់មានកម្រើកអីទេថែមទាំងបាត់មាត់បាត់កទៀតថាណៃនៅពេលដែលគេឃើញសិនិតដែលជាបងបែបហ្នឹងគេក៏បានសួរទៅកាន់សិនិតថាតើមានរឿងអ្វីកើតឡើងសិនិតគេអត់បានឆ្លើយទេតែគាត់បានចង្អុលដៃធ្វើជាសញ្ញាគាត់បានចង្អុលដៃទៅកាន់ជញ្ជាំង
ថាណៃបានមើលតាមដៃរបស់ស៊ីនិតបន្ទាប់មកគេក៏ឃើញដូចគ្នាអញ្ចឹងពេលនោះថាណៃគេភ័យខ្លាំងពេកគេក៏បានបោកអាកត្រកត្រីនឹងចោលបន្ទាប់មកទៀតស៊ីនិតគេក៏បានទាញដៃរបស់ថាណៃនឹងយឺតរត់សម្ដៅទៅច្រកចេញដែលគេកំចូលមុនហ្នឹងវាមិនបាននៅឆ្ងាយពីទីតាំងរបស់គេប្រហែលទេតែពេលដែលគេរត់ហ្នឹងវាមានអារម្មណ៍ថាដូចជាឆ្ងាយណាស់រត់យ៉ាងយូរហើយក៏អត់ទាន់ទៅដល់ដែរខណៈពេលដែលកំពុងរត់ហ្នឹងថាណៃគេក៏បានរមូលសាច់ដុំរបស់គេហើយកម្រើកអត់រួចទេចំណែកឯសម្រាប់ជើងក៏បានដើរតាមពីក្រោយហ្នឹងដែរដើរកាន់តែគៀកមកកាន់ពួកគេថាណៃគេភ័យពេកគេក៏បាននោមដាក់ខោរបស់គេហ្នឹងទៅឃើញថាណៃបែបហ្នឹងស៊ីនិតគេភ័យខ្លាំងដែរគេក៏បានសំពះលើកដៃដាក់លើក្បាលរបស់គេហើយធ្វើការសុំខមាទោសស៊ីនិតក៏បាននិយាយថាសុំគុំប្រកាន់នឹងគាត់អីគេគឺជាមនុស្សបែបហ្នឹងនិយាយអីអត់ចេះគិតទេគុំប្រកាន់នឹងកូនចៅតូចតាចអីអត់ទោសឲ្យពួកយើងទៅនៅពេលដែលស៊ីនិតនិយាយចប់ថាណៃគេក៏បានសួរទៅកាន់ស៊ីនិតដែលជាបងថាតើយើងគួរធ្វើយ៉ាងម៉េចទៀតស៊ីនិតគាត់បានសួរទៅកាន់ថាណៃវិញថាតើជើងឯងនឹងលែងអីនៅយើងរត់តែបន្តិចទៀតទេនឹងដល់ផ្លូវចេញពីព្រៃនឹងហើយពេលនោះថាណៃគេបាននិយាយថាអូខេរួចគេក៏នាំគ្នារត់ចេញពីព្រៃនឹងទៅស៊ីនិតដែលជាបងនឹងរត់ពីខាងមុខយ៉ាងលឿនចំណែកឯថាណៃគេរមូលកពើអញ្ចឹងហើយគេរត់អត់សូវលឿនទេពេលដែលគេរត់ហ្នឹងនាំគ្នារត់ដំបងហ្នឹងមានតែ2នាក់ទេតែក្រោយពីរត់ជិតដល់ច្រកចេញវិញហើយហ្នឹងស្រាប់តែមានគ្នា3នាក់គឺមានម្នាក់ទៀតហើយម្នាក់ហ្នឹងប្រិយមិត្តទាំងអស់គ្នាប្រហែលជាដឹងហើយថាគេជាបណ្ណាគេតាមពិតទៅថាណៃគេក៏បានដឹងដែរថាមានអ្វីមួយយ៉ាងនៅពីលើគេគ្រាន់តែគេមិនដឹងប្រកាសថាជាអ្វីឲ្យប្រកាសណាមួយទៀតគេគិតតែពីរត់ចេញពីព្រៃនឹងឲ្យតែបានទេគ្រាន់តែរត់ចេញផុតពីព្រៃនឹងហើយខ្មោចដែលជាពីលើករបស់ថាណៃនឹងក៏បានបាត់ដែរហើយអ្នកទាំងពីរក៏បានត្រឡប់មកដល់ផ្ទះវិញលុះព្រឹកថ្ងៃបន្ទាប់ម្ដាយរបស់គេនឹងក៏បានសួរអ្នកទាំងពីរដើម្បីយកត្រីដែលពួកគេរកបាននឹងយកមកធ្វើម្ហូបនៅព្រឹកនេះគាត់បានហៅឈ្មោះអ្នកទាំងពីរស្មាននេះហើយមិនទាន់ក្រោកទៀតអីឯណាត្រីម៉ែយកទៅធ្វើម្ហូបស្រាប់តែពេលនោះស៊ីនិតគេក៏បានចេញមកហើយគេប្រាប់ថាពួកយើងរកត្រីអត់បានទេព្រោះតែយប់មិញហ្នឹងគេរកត្រីបានច្រើនតែពេលគេត្រឡប់មកវិញក៏ត្រូវបានខ្មោចលងពួកគេទើបបានជាគេបោះកត្រកត្រីនឹងចោលនិយាយគ្នាជាមួយម្ដាយរួចម្ដាយអ្នកទាំងពីរហ្នឹងក៏បានឆ្ងល់ថានេះម៉ោង9ព្រឹកហើយហេតុអីបានជាថាណៃគេមិនទាន់ក្រោកទៀតហើយណាមួយម្ដាយគេស្រែកនៅខាងមុខបន្ទប់យូរដែរអត់មានឆ្លើយតបសោះដោយស្ងាត់ឈឹងនៅក្នុងបន្ទប់មិនតបបែបហ្នឹងមិនអស់ចិត្តម្ដាយរបស់គេហើយនឹងស៊ីនិតហ្នឹងពួកគេក៏សម្រេចចិត្តចូលទៅក្នុងបន្ទប់របស់ថាណៃហើយក៏ឃើញថាថាណៃគេបានដេកគ្របភួយយ៉ាងជិតតាំងពីក្បាលរហូតដល់ចុងជើងម្ដាយរបស់គេក៏បានបើកភួយមើលថាតើថាណៃវាឈឺឬក៏វាកើតអីលុះពេលដែលបើកភួយនោះគេក៏ឃើញថាថាណៃហ្នឹងដេកញាក់ទៅត្រន់ដូចកូនមាន់ធ្លាក់ទឹកអញ្ចឹងបបោមាត់របស់គេហ្នឹងស្លេកហើយសក់ក្បាលរបស់គេហ្នឹងគឺជ្រុះពេញតែគ្រែគេងរបស់គេហ្នឹងហើយទោះម្ដាយឬក៏ស៊ីនិតនិយាយអីក៏ដោយក៏គេមិនបានតបមកដែរស៊ីនិតដែលជាបងក៏លាន់មាត់និយាយថាណៃវាប្រហែលជាឈួតហើយចប់ហើយប្អូនប្រុសរបស់ខ្ញុំឈួតហើយ2-3ថ្ងៃដំបូងថាណៃគេអង្គុយនិយាយម្នាក់ឯងដូចអត់គ្រប់ទឹកចឹងហើយនិយាយគ្រប់ទឹកកន្លែងគ្រប់ទៅពេលហ្នឹងហើយពេលយើងទៅសួរអីធ្វើអត់ដឹងទេមិនឆ្លើយជាមួយយើងទេថាណៃគេបានរើសទូរស័ព្ទជួមកពីណាមួយមិនដឹងទេគេអង្គុយនិយាយតែម្នាក់ឯងដូចមនុស្សឈួតមែនតើអញ្ចឹងហើយទីបំផុតស៊ីនិតគេក៏ប្រាប់រឿងទាំងមូលដែលបានកើតឡើងចំពោះគេហ្នឹងហើយនឹងថាណៃហ្នឹងប្រាប់ទៅម្ដាយរបស់គេចំណែកឯម្ដាយរបស់គេពេលដែលដឹងរឿងលម្អិតហ្នឹងហើយគាត់ក៏បាននិមន្តព្រះសង្ឃមកស្រោចទឹកសូត្រមន្តធ្វើបុណ្យដាក់បាតរៀងរាល់ថ្ងៃអញ្ចឹងទៅប៉ុន្មានថ្ងៃក្រោយមកថាណៃគេក៏បានដឹងខ្លួនមកវិញបដើហើយចាប់ផ្ដើមនិយាយមកម្ដាយរបស់គេនិងស៊ីនិតរៀងត្រឹមត្រូវវិញហើយថាណៃគេក៏បានប្រាប់ពីព្រឹត្តិការណ៍នោះដែលកើតឡើងកាលពីប្រហែលថ្ងៃមុននឹងដែរពេលនោះម្ដាយរបស់គេក៏បាននិយាយរឿងពិតពីប្រវត្តិព្រៃមួយហ្នឹងឲ្យកូនអ្នកទាំងពីរបានស្ដាប់ថាដើមកំណើតហ្នឹងវាយ៉ាងម៉េចដែរគាត់ថាកាលពីជិត10ឆ្នាំមុនហ្នឹងគឺមានរឿងល្បីមួយដែលវាបានកើតឡើងនៅភូមិក្បែរហ្នឹងហើយអ្វីក៏ដោយ
ក៏អាចកើតឡើងបានដែររឿងទាំងមូលគឺថាអញ្ចឹងនៅក្នុងភូមិតូចមួយហ្នឹងមានប្រហែលជា15គ្រួសារហើយមានគ្រួសារមួយហ្នឹងគឺមានសមាជិក4នាក់មានឪពុកមានម្ដាយនិងមានកូន2នាក់ទៀតតែបែបនេះកូនទី1ហ្នឹងគឺជាមនុស្សដែលមានសតិអត់គ្រប់ទេគេជាមនុស្សរឹងរូសមិនស្ដាប់ឪពុកម្ដាយទេហើយណាមួយទៀតគេនឹងគឺជាមនុស្សដែលញៀនថ្នាំញៀនរហូតថ្នាក់សម្លាប់ខ្លួនឯងហ្មងឯកូនម្នាក់ទៀតហ្នឹងគេគឺជាមនុស្សពិការមិនត្រឹមតែខ្វាក់ទេថែមទាំងខ្វិនទៀតពេលដែលឃើញកូនរបស់ខ្លួនញៀនថ្នាំសម្លាប់ខ្លួនហ្នឹងពួកគាត់មានអារម្មណ៍ថាសោកស្ដាយខ្លាំងមែនទែនហើយហេតុអ្វីបានជាកូនរបស់គាត់សម្លាប់ខ្លួនបែបហ្នឹងក្រោយមកឪពុកម្ដាយអ្នកទាំងពីរហ្នឹងមានគំនិតមួយដើម្បីឲ្យកូនទី2របស់គាត់នឹងរួចផុតពីទុក្ខលំបាកមួយហ្នឹងគឺគេនឹងនាំកូនគាត់ហ្នឹងទៅសម្លាប់ចោលនៅក្នុងព្រៃលុះស្អែកឡើងឪពុកម្ដាយនិងកូនអ្នកទាំង3ហ្នឹងបានធ្វើដំណើរចូលទៅក្នុងព្រៃហ្នឹងដើម្បីសម្រេចបំណងរបស់ខ្លួនគឺសម្លាប់កូននឹងតែម្ដងដោយកុហកកូនរបស់គាត់នឹងថាពួកយើងនឹងចូលទៅក្នុងព្រៃដើម្បីកាប់អុសទុកដាំបាយធ្វើដំណើរចូលទៅក្នុងព្រៃមិនទាន់ដល់ទេបានត្រឹមតែពាក់កណ្ដាលផ្លូវឪពុករបស់គេហ្នឹងក៏បានលែងដៃរបស់កូនហើយរៀបរាប់រឿងក្នុងចិត្តរបស់ខ្លួននឹងទៅកាន់កូនថាខ្លួនជាឪពុកមិនល្អហើយក៏មិនចង់ឃើញកូននឹងរងទុក្ខបែបហ្នឹងដែរពេលដែលនិយាយចប់គាត់ក៏បានយកពូថៅកាប់អុសដែលនៅក្នុងដៃរបស់គាត់ហ្នឹងកាប់កកូនរបស់ខ្លួននឹងស្លាប់ភ្លាមតែម្ដងកន្លែងដែលគាត់សម្លាប់កូនរបស់គាត់ហ្នឹងមិនមែនជាកន្លែងដែលគាត់ចង់សម្លាប់នោះទេហើយពេលដែលគាត់សម្លាប់កូនរបស់គាត់ហើយហ្នឹងណាគាត់ក៏យកវាទៅកប់នៅផ្លូវម្ខាងនៃផ្លូវចូលទៅក្នុងព្រៃមួយហ្នឹងហើយដោយសារតែវាជាផ្លូវដើរមានថ្ងៃមួយហ្នឹងតំបន់មួយហ្នឹងវាលិចទឹកហើយនៅពេលដែលទឹកស្រកមកវិញពេលនោះក៏មានអ្នកភូមិម្នាក់ហ្នឹងបានប្រទះឃើញសាកសពក្មេងម្នាក់ហ្នឹងគ្រាន់តែឃើញសាកសពហ្នឹងណាគេក៏អត់បានយកទៅធ្វើបុណ្យអីដែរដែលវាធ្វើឲ្យខ្មោចមួយហ្នឹងគឺវាអត់អស់ចិត្តហើយលងគេលងឯងលងពេញទៅព្រៃហ្នឹងតែម្ដងចាប់តាំងពីពេលហ្នឹងមកគ្មានអ្នកណាហ៊ានចូលទៅក្នុងព្រៃហ្នឹងទៀតទេសូម្បីតែមកដល់ពេលហ្នឹងគាត់ជាម្ដាយក៏មិនហ៊ានចេញទៅក្រៅនៅពេលយប់ដែរទោះបីជាគាត់ទៅដល់ទីណាក៏ដោយត្រឹមម៉ោង8យប់អីហ្នឹងគឺគាត់ដឹងតែត្រឡប់មកផ្ទះវិញហើយម៉ែគាត់ក៏និយាយថែមមួយម៉ាត់ទៀតថាបើសិនជាគាត់មកផ្ទះក្រោយម៉ោង8គាត់ដឹងតែបានជួបខ្មោចអត់ក្បាលហ្នឹងហើយទោះបីជាគាត់ទៅណាទៅណីក៏ដោយក៏គាត់ត្រូវតែមានគ្នាដែរទើបគាត់ទៅបើសិនជាទៅម្នាក់ឯងក៏គាត់អត់ទៅដែរហើយរឿងទាំងមូលរបស់យើងក៏បានចប់ត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់តាំងពីដើមរហូតដល់ចប់យើងនឹងជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយទៀតបាយបាយ